បាទហើយតទៅដល់កំពង់ចាមតទៅដល់ផ្លូវជាតិលេខ71សេប្លង់ទៅដល់កំពង់ធំបាទតាមផ្លូវជាតិលេខ6ហើយផ្លូវជាតិលេខ7មិញក៏យើងនឹងធ្វើបន្តថែមទៀតដើម្បីតភ្ជាប់ទៅព្រំដែនឡាវអញ្ចឹងតំបន់សេដ្ឋកិច្ចនឹងតភ្ជាប់នឹងកាន់តែរស់រវើកឧស្សាហកម្មកសិឧស្សាហកម្មនៅក្នុងតំបន់ទិសឦសានដែលយើងនិយាយក្រោយពីចប់សង្គ្រាមនយោបាយឈ្នះសម្ដេចតេជោចប់សង្គ្រាមតំបន់ទិសឦសាននេះជាពិសេសនោះខេត្តរតនគិរីមណ្ឌលគិរីស្ទឹងត្រែងកញ្ចេះអាចនៅគៀកបាទកំពង់ចាមកាមុនឥឡូវយើងត្បូងឃ្មុំបាទប៉ុន្តែក៏ផ្នែកខ្លះនៃកញ្ចេះក៏ឆ្ងាយដែរការធ្វើដំណើរការពង្រីកឧស្សាហកម្មពិបាកដែរកាលពី20ឆ្នាំជាងមុនហើយមិនមែនសម័យថាកញ្ចេះជាខេត្តដែលមានសក្តានុពលឧស្សាហកម្មដោយរាល់ថ្ងៃយើងមានរោងចក្រចំនួនបើតែថ្ងៃក្រោយក៏អាចព្រោះវាជិតនៅព្រំដែនវៀតណាមហើយពេលដែលផ្លូវជាតិលេខ7ធ្វើហើយគឺមិនបាច់រុញទៅក្រោមតាមផ្លូវទឹកផ្លូវអីទេចង្ការរុញឡើងទៅលើតាមផ្លូវយើងនឹងតភ្ជាប់តាមឡើងទៅលើតែម្ដងចឹងហើយបានជាសក្តានុពលទាំងអស់នេះគឺជាការបង្កើតឲ្យក្នុងនោះភស្តុភារហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មនេះគឺជាអាទិភាពធំបាទដែលបង្កើតនៅតម្លៃបន្ថែមការធ្វើផ្លូវមួយខ្សែអស់44លានបងប្អូនថាថ្លៃលានថ្លៃបាទសួរថាហេតុអីបានជាផលប៉ុណ្ណាបើធ្វើផ្លូវ BOT អានឹងគេដឹងបងធ្វើអស់ប្រមាណមួយឆ្នាំគេយកចំណូលប្រមាណតែផ្លូវនេះផ្លូវអត់មានយកលុយពីប្រជាពលរដ្ឋទេប៉ុន្តែផលដែលបានមកវិញគឺច្រើនផលដែលមិនអាចបង្កើតបានបើយើងវាស់ទៅថាថ្លៃជិះឡានធ្លាប់ពីនេះទៅដល់ពេកទៅដល់ថាពេកកាពីអស់ប្រមាណរយៈពេលប្រមាណយើងអាចវាស់បានប៉ុន្តែនោះអាស្អីដែលបង្កើតបន្ថែមសក្តានុពលដែលបង្កើតទាញគេមកបន្ថែមនោះយើងវាស់អត់បានទេសំណួរសួរថាបើអត់វាមានអត់សកម្មភាពទាំងអស់នោះមិនប្រកបទៅមានទេហើយបើមានវាតើប្រមាណដែលអាចទាញបង្កើតបន្ថែមទៀតបានបាទនៅតម្រូវការទីហោតារោងចក្រមួយមកបង្កើតផលិតអញ្ចឹងគាត់ត្រូវការកសិផលបើសិនជាកសិឧស្សាហកម្មត្រូវការកសិផលអញ្ចឹងរុញកន្លែងដែលធ្លាប់មិនធ្លាប់ដាំដុះដំណាំនឹងទៅជាកន្លែងនឹងកែច្នៃអីផ្សេងទីទៀតយើងធ្វើកំពង់ផែពហុបំណងនៅកញ្ចេះពួកកញ្ចេះនៅក្នុងខេត្តទាំង4ហ្នឹងគឺយើងគិតមើលគឺខេត្តដែលមានសក្តានុពលច្រើនអញ្ចឹងមិនមែនខាងស្ទឹងត្រែងរតនគិរីមណ្ឌលគិរីកុំចំណែនគេយើងក៏មានសក្តានុពលរបស់យើងដែរយើងសក្តានុពលតំបន់ភ្នំតំបន់មានធនធានធម្មជាតិមួយចំនួនកញ្ចេះតំបន់រៀបច្រើនមានផ្ទៃដីអាចធ្វើឧស្សាហកម្មច្រើនតែប្រតិកលាគ្នាកន្លែងខ្លះអាចផ្គុំគ្នារឿងទេសចរអីផ្សេងអញ្ចឹងគឺសិតតែសក្តានុពលដែលអាចធ្វើបានហើយនៅកន្លែងនេះជាតំបន់តភ្ជាប់សំខាន់ខេត្តកញ្ចេះដែលទទួលបានហើយថ្មីនេះរាជរដ្ឋាភិបាលក៏បានដាក់ចេញនៅគោលនយោបាយជំរុញការវិវត្តតំបន់អេសានកាលដែលខ្ញុំប្រកាសកាលពីដើមឆ្នាំទៅពួកយើងសាកល្បងមួយនៅខេត្តព្រះសីហនុខេត្តព្រះសីហនុពួកកន្លងទៅនីតិវិធីយើងមានការជំរុញវិនិយោគលើកទឹកចិត្តវិនិយោគអីយើងមាន CDC យើងមានខេត្តគណៈអនុគណៈកម្មការវិនិយោគថ្នាក់ខេត្តគណៈកម្មការក្រុមប្រឹក្សាអភិវឌ្ឍនៅលើអញ្ចឹងយើងមានហើយបាទប៉ុន្តែនៅក្នុងតំបន់ពិសេសកន្លែងពិសេសមួយចំនួនយើងត្រូវជួយក្នុងរយៈពេលខ្លីមួយទៀតបានបង្កើតក្រុមការងារជំរុញអភិវឌ្ឍសាកល្បងនៅខេត្តព្រះសីហនុដោយអ្នកដែលមកធ្វើហ្នឹងដោយសារកាលនោះយើងចង់ជំរុញស្ដារ
អាគារជាប់គាំងអញ្ចឹងអាគារជាប់គាំងលើកទឹកចិត្តថ្មីក្នុងរយៈពេលហ្នឹងយើងបង្កើតក្រុមការងារដែលមិនបាច់ចាំរត់មក CDC រត់ទៅណារត់ទៅស្ថាប័នច្រើនចូលតែមកក្រុមទៅដោយឯកឧត្តមហ៊ានសាហ៊ីបអញ្ចឹងដែលក្រោយពីយើងដកចេញពី CLVDTA ខ្ញុំបានឲ្យឯកឧត្តមអគ្គមណ្ឌលសភាចារអូនប៉ុននិរតរៀបចំដូចគ្នាសម្រាប់ខេត្តអញ្ចឹងខេត្តយើងធ្វើនៅកំពង់សោមខេត្តបរសៀននោះយើងធ្វើមួយឆ្នាំម្ដងកម្មវិធីហ្នឹងឆ្នាំក្រោយបើថាត្រូវការទៀតយើងពជាមួយឆ្នាំតែនៅទីនេះយើងឲ្យកម្មវិធីដូច2020ដល់2028បាទ2025 2028តែម្ដងបាទដាក់ពេញរយៈពេល4ឆ្នាំដើម្បីលើកទឹកចិត្តបាទព្រោះការវិនិយោគនៅទីនេះខុសពីវិនិយោគនៅខេត្តបរសៀននោះខេត្តបរសៀននោះភាគច្រើនទៅលើអូតែលទៅលើស្អីដែលរយៈពេលខ្លីនៅខេត្តខាងអេសានយើងគឺភាគច្រើនខាងទេសចរនិងកសិឧស្សាហកម្មដែលត្រូវការភាពនឹងណច្បាស់លាស់នៃការលើកទឹកចិត្តរយៈពេលវែងជាងអញ្ចឹងបាទយើងដាក់ចេញរហូតដល់2028ដែលក្នុងនោះយើងមានការលើកទឹកចិត្តតាមរយៈផ្នែកពន្ធដារពន្ធគយការផ្ដល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ការជួយដល់បន្ថយថ្លៃដើមផលិតកម្មនិងការសម្រួលនីតិវិធីការដោះស្រាយការប្រឈមដោយរៀបចំក្រុមការងារនេះសម្រាប់កាត់ព្រមនីតិវិធីនិងសិទ្ធិនៅក្នុងការសម្រេចបានត្រឹមត្រូវលឿនអញ្ចឹងក្នុងគិតត្រឹមថ្ងៃ7សីហាកន្លងទៅនេះគម្រោងវិនិយោគសរុបយើងមាន72នៅក្នុងនោះគម្រោង57ត្រូវបានពិនិត្យនិងបន្តនីតិវិធីដែលទុនសរុបនៅក្នុងគម្រោងទាំងនោះវា2700លានតែ2700លានដុល្លារអាមេរិកហើយគម្រោងស្នើសុំ72បើគិតបើគម្រោងនោះអនុវត្តទាំងអស់បង្កើតការងារជាង80000កន្លែងសម្រាប់ខេត្តកញ្ចេះគឺបាន19នៅក្នុងនោះគម្រោង14ត្រូវបានពិនិត្យនិងបន្តនីតិវិធីគម្រោងស្នើសុំ19នេះសរុប1.1000លានដុល្លារហើយគម្រោង19ក្រុងប្រើកម្មករប្រហែលជាជាង26000នាក់ពេលគម្រោងនេះដែលអនុវត្តកែស្ទឹងត្រែងសរុបបាន20គម្រោងក្នុងនោះសរុបស្មើ16ត្រូវបានពិនិត្យបន្តនីតិវិធីហើយ20គម្រោងនោះទុនសរុប141លានដុល្លារពួកប្រភេទវិនិយោគខុសគ្នាយើងតួលេខ20ច្រើនជាងគេ19ប៉ុន្តែជាលុយយើងតិចជាងគេបន្តិចព្រោះនៅនេះគេខាងឧស្សាហកម្មមួយដាក់ធំយើងខាងកសិឧស្សាហកម្មឬទេសចរគម្រោងដែលប្រើខេត្តស្ទឹងត្រែងការងារជិត4000កន្លែងខេត្តរតនគិរីគម្រោងស្នើសុំវិនិយោគមាន11ក្នុងគម្រោង10ត្រូវបានពិនិត្យនិងបន្តនីតិវិធីហើយគម្រោងស្នើសុំទាំង11សរុបជាង881លានដុល្លារអាមេរិកបើសិនជាគម្រោងនេះរុញចេញគម្រោង11ប្រើកម្មករប្រហែលជា48000នាក់បាទបើសិនពេលដែលយើងរុញចេញអញ្ចឹងនីតិវិធីកំពុងដំណើរការហើយបើតាមប្រវត្តិនៃការស្នើសុំរបស់យើងនៅ CDC គម្រោងដែលស្នើសុំរហូតដល់ចេញអនុវត្តជាង 95% បើនៅក្នុង100មានតែ5ឯបោះបង់អញ្ចឹងនៅខេត្តនេះយើងនឹងសង្ឃឹមថាអត្រាក៏ខ្ពស់ដែរបើមិនបានដល់ 95% បានដល់ 70% ក៏គាត់បានបាទតែយើងសង្ឃឹមថាបាន 100% ចុះសម្រាប់មណ្ឌលគិរីមានគម្រោងវិនិយោគ22គម្រោង13ត្រូវបានពិនិត្យនិងបន្តនីតិវិធីក្នុង22នេះគម្រោងទុនវិនិយោគ511លានដុល្លារហើយគម្រោងស្នើសុំ22នេះអាចបង្កើតកម្មករ5000នាក់ចឹងគម្រោងនោះភាគច្រើនជាគម្រោងឧស្សាហកម្មគម្រោងទេសចរអីផ្សេងបាទបង្កើតអញ្ចឹងនេះគឺជាការជំរុញដាក់ចេញតភ្ជាប់បាទព្រោះយើងធ្វើតែផ្លូវអត់គ្រប់ទេបើធ្វើតែផ្លូវតើយើងអត់មានជំរុញអីផ្សេងទៀតអត់កើតទេឧទាហរណ៍ធ្វើតែផ្លូវបើយើងមិនរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរមានរីសតមានអីអត់មានមនុស្សទៅទេអាចមានមនុស្សអ្នក backpack ទៅបោះតង់ក្នុងព្រៃប៉ុន្តែបើថានាំគ្រួសារទៅលេងអីទៅលេងហ្នឹងគឺគេត្រូវការកតុបទឹកត្រូវការអីស្រួលបួលបាទ
tới cá lâu mà nữ lên đa hơi lên chi tụi mày hơi chi làn tới cá thu cả sẵn tới cá xây vàng bà chẳng cứ cá chụp rôn ạ nó vọt đi cứ cá to shop bẹp đi cứ chỉ cái cá sụp khát cá sẽ ở ra cam dương chụp rôn cá sẽ ở ra cam đây dương miên mình đây dương mình chọn tay phải lật hai rôn vật thọ thiệt đâm tới cái gì dương chọn phải lật từ Paul dầm right đâm mà đấy mình đôi cái gì miên chi ai cho tại dương trong thật đâm mà nướng hơi dương rồi nhà đau tư và tiếp sinh kia đạ cặp bông đại tránh thế ót thế dương trong phải lật vay cặp bông luôn ấy này luôn ấy hội tình tranh tụi mong lụa bàn thay chứ thì nia nữ đầm lay và thêm nơi không vật tiền bỏ dương ôi tôi cả sẽ coi đẹp đạm mà đấy đôi kia mà đấy làm đấy đích là mà đấy làm với nhé mà đấy pin á ta cài mà đấy miếng đấy này này đầm hụt hạ màu đấy hả đam đôn vào đây đồ vì đam mà đấy cho đam đôn vào đây phụ ai đam hút hạ có đam mà đấy nơi của bột đây một cái bột nó cái miếng tầm bòn mùi hai trăm tầm mới cao pin nơi phụ phiêu mau bị kéo một đó cứ quát đo mà đấy chia cả đầu bờ ngày na cả chóp nâng thống nâng tầm mà đấy rơi thay à tay bờ cả chóp nâng tối nâng tầm mà đấy nâng tầm pan phụ còn tục lụa chờ anh còn thôi tí nâng đây cái sư ông nhà hình lóng ôi thì chụp quát múc quát rít nâng cái sư làng thay bạch sư ấy là múc quát chú cái sư huyện thay phần tay này cứ được chồng dễ cứ thà bờ sen chỉ riêng rôn vật thọ thiệt đạo đồng lấy làng chọc chả tay bờ phần lật tập Paul dầm right hay dương chân này chả cứ ai thì đi chẳng đâm bay tới chưa hổng chạ cái chân này kia vô mà đã hướng pleu hướng phó phía cam hướng ca lực tất chất bột ấy xem đâm bay ở kịp bảo ní cứ chiều vậy đại đi ra thà bảo trong chùm rôn ca bị vót tới kháng đồng bón từ ấy sàn bỏ dương ở chọp hà lỡ tí tiết phai phụ bầm non đâu cái lại đi từ lấy mấy cúng dương miền nơi khai cái trẻ rồi đi để ai thá từ lẽ tuốt nơi này cả sẽ phó tam cái nốt tam sờ lóng rung từ đó phai từ chơi khai từ xưa nút tam phải chỉ thu đòn lên từ cả đất tam pleu ai phở pil du đầm lại chơi ra phụ đất tam pleu công từ đó vui vui vẫn ai đất chơi ra đôi đất sờ lóng thế ba phèm pon tao ấy chừng cá đất phèm pon tao mà mơn tao lán thợ cáประมาณhồi cường chết ơn ba chân thợ cá cắt bật hồi cá to shop bà hãy dương to shop cho bùi bị chết kháng nâng cá cắt chlong cắt bị chết kháng đôi dương cái thùng cá sẽ cám cho hạt lệ cá mùa du cho bùi nâng kháng chấn tầm bay bị tê lái tầm bay dương đất cá sẽ phao dương vì cam bị chia lái tới chấn tìm xa chấn tam phơi cột tại bờ đòn chlong cắt đời bạch bong pôn bạch ấy từ tầm bòn chân cứ ngày cõi khai từ hải sản cứ run từ lơ ta bắt đầu bị lơ có bao được chlong cắt tê sẽ cho ở lời dương từ spiên top shop tiết bị khai pre về hier can từ lấy là bơi rồi bồi lái đầm bay phi diêm top shop bà tê sẽ cho và thay tiết cho bảo chân ca co sang pleu hết tha ra china dầm pòn spiênอาติเพียบทมหรือขนมกาก่อสร้างปะป้วนพอเพียกรรมกากัดบรรทอยดำไรดักจินจูนได้รีรอทาพิบาลบานดะมนุษย์เพลตะเพลืออะไรเมียนปะป้วนใจกับเจียแทนเตี้ยสัตแต่เชื้อโกลดาวสำคัญบ่าไงม้วนเทียมจูบจมวยเนี่ยเศรษฐกิจวิเพียเศรษฐกิจมวยเกี่ยวกับใจชัวก่อนวิเพียเฉินน่ะตามกระทรวงตาม Facebook ตามไอ้หนึ่งกฎทารัฐบาลถือกึศกู้อมปีก่อสร้างมูลฐานเอาเวียนเจริญเพียบเอาเวียนเพียบทนเศรษฐกิจยังเอาเวียนเพียบทนเอาเวียนเพียบไอ้ชมทานใหญ่นั่นไงแล้วชมซัวมือดำไปเวียนเพียบทนเธอใส่คลา
có điều bệ bợ đấy của sẽ từ cách trong chùm niên không trong số mà có miền PhD trong trên tình tôi trong số có đôi con xa số chứ ta là dây phiếp thôn dây bị say dây bị ảnh năng lươn che ảnh đi cao hơn che ảnh cao hơn ảnh năng kỳ hai cầm ná hơn viêm bệnh phiếp thôn mù là tan phiếp thôn số cho số láng ban trong phiếp thân này rất tha bị bảo côn nhiều bài trở là nát bà hơi phiếp thôn miền say khla tìm môi ca phải lật đăng việt say vì miết đầy vì miền manu vì miền thôn thiên hay anh và thọ vì miền ấy tử anh đang bởi giấy xây từ cách vì land labor capital hay technology hay phải tranh vị trí anh đang sẽ tập côn cho bay ra ta bị báo phồng răng buôn phải mà nát hồi ta hơi ấy phiếp thôn mùi tiết cứ thả ban institution thả ban việc tẹt tôn từng côn nhiều bài côn ca cho bạp ấy nâng dương thứ hôm nay tôi rong hóa và nát mà hơi hai bờ lăng vì phía chân chân sẽ rót thà bị bao miền côn nhiều bài thẩm tới thư ca nhiều vì vót miền phiếp thôn kiếp ta alo chấm xua mơ ấy tới phiếp thôn người ta ca mà nữ nè tụi bây giờ cách làng cho thở mà nữ miền chấm này để ai tục bản tới ca pleu hay tha ra chân rừng buồn đại khlang đây là miền thẹp côn nhiều bài đây thi thẩm tới đại dương không phẳng trên côn bàn đây bàn ấy ở đi còn mọi biên tụm nó hay vô cá chay ở đây cái lấy na để ai áp vót cái lấy na để tục xây dựng chân tay cái tụm rung rót tờ bà cái tụm rung thư vì mai chỉ cả rất tay bộ rung phiếp thôn hơi mà chân ở đây đại rót tha vì bà đã bộ rót tha vì bà mình không thấy mình dùng đây để chơi với đấy, phụ miền công lang môn tây sát tại nẹt chụp đi, miền từng nẹt PhD, miền từng nẹt lực PhD, miền từng nẹt đại project bắt to, miền từng nẹt đại cho to lỡ đây từ do mau dùng dốt thứ chỉ cô đi dốt bài, và cả bay cháy cùng nứt bị phía xa, cả xóa cùng nó không cả đã dương tới từ túi hay dương tới chỉ chơi kia hay dương tới bị vô lại cho bạn ta côn vô bài ra ta bị bao để đạm máu sẽ tới trời cầu sẽ tới pan chỉ cầu sẽ tới chợ từ cầu ta đạm ban bị giao ấy đồng bay đạp lưới xuống và rú ấy còn ta tha nè sẽ nâng nghe ở lấy ở bị pan chỉ cầu chợ từ cầu cho pan chỉ cầu chợ ta đạm tới ở lưới mũi thôi hừ ấy đấy đạp và rú rồi mũi sẽ ót đi bà mình đôi chân bọt chân áo côn nhiều bài bạc la trên máu pi liền bay liền đặt sân tư ở chặt tẹt môi tẹt sờ lắc chân áo tê dương cất cu cầm đàn xe từ cạnh bò dương phiếp thôn tầm láng nâng tao việt thưa ở rót viên thạ vi ca chồng đai từ lưỡi ép xây dạng bệnh tầm láng là bươn nà đo srai ấy khla chia cô là nhiều bài để dương đã chia chụp hiên ní đại dương cầm nát thà pleu cứ chỉ át phiếp TP và toa pi và đúc cô hiểu bài đây thì niên là phiếp thôn mình men bàn này tha tập chủng đồn máu bọ mình đại đầu tiên đang phiếp rộng vòm này hệ tha ra cho na sập quan phiếp thôn bàn này tha tua bay chỉ tập chủng đồn vía bằng co cao làm bạ không ca đam đau khôi tầm đam khác còn té phê để tức sọ vinh cứ tình yêu dương ai mà cha ca là vinh bạt mua là than về nơi tận nâng cầm mà rất đây thì bom chỉ chôn tận tận cạ sẽ phơ miền rót chui cả dù cạ sẽ cam đạm máu chui đà là vây nhà đang hai phiếp thôn cầm oi váy đánh máu ăn lùm tập óc bắt mà cha ca mà dương từ tua school tha lấy tức chụp đồn làng chả hay cho năm đi cứ tức từ lấy mấy công làng khô bà khai món này được khai tiền từng ó nữa ở tầm pin thì dương miên bẩm pơ khai từng đi từ ní để cho ôm bẩm pin bà mà đây khai cho từ lấy mấy công bà hay bột trá tha bẩm ăn cho năm ấy đây tức mình làng đo cầm rất hai này pin nữa đọc cho năm mà lấy cho năm đi làng đo cầm rất bạc cả sòn bà chân tức lang châm cho thằng phê chạm mấy khăn đâu ấy lịch trơn
ចឹងសូមឲ្យប្រឌិតមើលនៅក្នុងការត្រៀមអន្តរាគមន៍ពួកចង្ការទឹកធំឡើងបន្តិចមិនអីទេប៉ុន្តែបើយូរអាចដេកទៅអតិភិបជីវិតរបស់ប្រជាជនសុវត្ថិភាពប្រជាជនបាទគឺសំខាន់ចាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមលក្ខណៈដើម្បីជួយហើយក៏ដូចជាគ្រប់កន្លែងអ្វីដែលខ្ញុំនិយាយគឺថាយើងមិនមានសមត្ថភាពទប់គ្រោះធម្មជាតិ 100% ទេគ្មានប្រទេសណាអាចទប់បានទេនៅអឺរ៉ុបឆេះព្រៃចង់ឆេះអត់ទាន់ឈប់ហ្នឹងសូវាមិនអាចបាតុភិបខ្លះគឺមិនអាចទប់ប្រទេសជិតខាងយើងព្យុះរំជួយដីយើងអត់មានស្អីទៅទប់វាទេប៉ុន្តែភាពធន់បានន័យថាកសាងប្រព័ន្ធការងារមួយដែលថាអាចជួយសង្គ្រោះបាទឥឡូវប្រជាពលរដ្ឋទឹកលិចភ្លាមយើងចេញទូកភ្លាមយកមកទួលសុវត្ថិភាពមានពេទ្យមានអីភ្លាមពោះចិត្តយើងមានពេទ្យទៅដល់បាទលោកជំទាវធានាម៉ាយឺលោកស្រីធានាម៉ាយឺមិញក៏គាត់លើកនិយាយអំពីអាហ្នឹងបានន័យថាមណ្ឌលសុខភាពយើងរុញទៅដល់កន្លែងផ្សេងវិស័យអប់រំបដោះបដាលធនធានមនុស្សជាអាទិភាពរបស់ធនាគារពិភពលោកក៏ជារបស់យើងបាទអញ្ចឹងការតភ្ជាប់នឹងការធានាដោះស្រាយបញ្ហាដែលបង្កើតដោយគ្រោះមហន្តរាយយើងអាចធានាបានសង្គ្រាមផ្ទុះឡើងនៅព្រំដែនយើងចេញពីកន្លែងនោះមែនតែយើងទៅទួលសុវត្ថិភាពជំនះតែការអប់រំនៅបន្តបាទគ្រាប់នៅធ្លាក់នៅនោះតែយើងនៅរៀន50គីឡូនៅក្រៅចប់យើងព្យាយាមដោះស្រាយបន្ថែមទៀតនេះគឺជាអ្វីដែលការកសាងអភិវឌ្ឍទៅលើអតិភិបប្រមាណចំណុចហ្នឹងមនុស្សផ្លូវទឹកភ្លើងបច្ចេកវិទ្យាសិតតែជាមូលដ្ឋានដែលយើងដែលរាជរដ្ឋាភិបាលដាក់ចេញមិនមែនដាក់ចេញដោយអត់មានហេតុផលទេហើយពេលជាមួយគ្នាយើងរុញការកែតម្រង់រដ្ឋបាលសាធារណៈកែតម្រង់ប្រព័ន្ធតុលាការកែតម្រង់ហិរញ្ញវត្ថុសាធារណៈរាប់អាណត្តិមកហើយគឺសិតតែធានានូវភាពធន់របស់កម្ពុជានេះឯងបាទនេះគឺជាអ្វីដែលរដ្ឋាភិបាលអាណត្តិទី7នីតិកាលទី7នៃរដ្ឋសភានៅបន្តអនុវត្តជាអាទិភាពហើយនៅក្នុងអាណត្តិក្រោយៗក្នុងពេលប្រជាពលរដ្ឋគ្រប់គ្រងទៅដល់រាជរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជានិរន្តរភាពនិងចីរភាពនៃគោលនយោបាយនេះនឹងនៅបន្តព្រោះជាគោលនយោបាយដែលដាក់ប្រជាពលរដ្ឋនិងប្រទេសជាតិជាធំបាទហើយនិរន្តរភាពនៃគោលនយោបាយសំខាន់ណាស់បើសិនជាអត់និរន្តរភាពនៃគោលនយោបាយគឺបញ្ហាបាទបញ្ហាត្រង់ថាបើសិនជារដ្ឋបាលមួយដោះស្រាយបញ្ហាដាក់ចេញជាគោលនយោបាយឧទាហរណ៍សំបីប្រទេសមហាអំណាចថាអាមេរិកចុះនៅពេលដែលប្រធានាធិបតីមួយគាត់ខំប្រឹងតស៊ូមួយអាណត្តិគាត់ចរចាមួយសភាផងដាក់ចេញគោលនយោបាយសុខភាពទៅឲ្យប្រជាពលរដ្ឋអាមេរិកស្រាប់តែចិត្តហើយដល់គាត់ចប់អាណត្តិអ្នកផ្សេងមកគ្រាន់តែថ្ងៃដំបូងសញ្ញេលុបអានោះចោលទៅចរចាថ្មីឡើងទាំងអស់អ្នកដែលអត់មានអង្គសរងនឹងគឺនៅតែអត់ដដែលអញ្ចឹងការធានានិរន្តរភាពនេះសំខាន់ណាស់ដែលយើងមានត្រីកោណចតកោណបញ្ញកោណដំណាក់កាលមួយការគិតគូរច្បាស់លាស់ព្រោះมันអាចធ្វើអីក្នុងមួយថ្ងៃបានទេបាទมันអាចធ្វើអីក្នុងមួយថ្ងៃបានទេហើយចំពោះការកសាងអភិវឌ្ឍនេះដូចគ្នាយើងត្រូវធានានៅនិរន្តរភាពនៃដំណើរការរដ្ឋបាលដំណើរការនៃហេដ្ឋារចនាសម្ព័ន្ធទាំងរឹងទាំងទន់ទាំងប្រព័ន្ធការងារអញ្ចឹងរឿងនេះខ្ញុំសូមលើកបន្តិចចុះពាក់ព័ន្ធការកំណែតម្រង់រដ្ឋកំណែតម្រង់រដ្ឋនេះគឺថ្ងៃមុនខ្ញុំទៅចែកបានដីនៅកំពង់ចាម
អត់នៅខេត្តកណ្ដាលបាទពងចាមម្ដងនឹងយើងវាស់បាទដំបងនឹងយើងវាស់ហើយដល់នៅខេត្តកណ្ដាលគឺចែកបានកាលមុននឹងខ្ញុំទៅនោះមានតាម Facebook តាមអីនិយាយអូទីទៀតរដ្ឋលុបក្រសួងប៉ុណ្ណេះទុកក្រសួងប៉ុណ្ណេះរដ្ឋមន្ត្រីត្រូវរុញទៅជាទេសរដ្ឋមន្ត្រីច្បោកច្បល់ពេញនឹងមន្ត្រីខ្លះអត់ទាំងដល់អ្នកខ្លះថាទីទៀតគេកាត់ផ្នែកសិប្បកម្មអត់ឬមួយឧស្សាហកម្មនៅពីក្រសួងរបស់អាដាមហេមវ៉ាន់ឌីទៅដាក់នៅក្រមលោកជំទាវចោមនិមលអត់ទាំងដឹងផងអញ្ចឹងជប់ថាត្រូវសំខាន់និរន្តរភាពទី1និរន្តរភាពនៃអារម្មណ៍ធ្វើការច្បាស់ប្រយ័ត្នអត់ដឹងទៅណាឈប់ទៅការមិនដឹងចំទៅណាតិចទៀតទៅណាអានេះទី1អញ្ចឹងខ្ញុំត្រូវចេញមកបំភ្លឺឲ្យច្បាស់ថាគ្មានការកែកម្រោបឬកាត់បន្ថយក្រសួងនោះទេដំណាក់កាលនេះការកែតម្រង់របស់យើងគឺផ្អែកទៅលើអភិក្រមពង្រឹងមិនពង្រីកយើងនឹងធ្វើទៅលើអីតិចខ្ញុំអញ្ចឹងមានបងប្អូនមួយចំនួនពួកខ្ញុំមិនចេញបំភ្លឺនៅតវល់នៅនឹងហើយមិនជាប់ទេថ្ងៃនេះចេញគប់ក្រសួងនេះដល់ខ្ញុំមិននិយាយក៏ថាអូពិតដែរហើយទម្លាប់យើងគឺថានិយាយលើមីក្រូមិនងាយស្ដាប់ទេណាតែបើខ្សឹបហើយបើថាខ្សឹបកុំប្រាប់គេដាច់កខ្ញុំនឹងកាន់តែជឿទៀតបាទហើយបកកើតរឿងកំណែតម្រង់រដ្ឋមិនស្រួលទេណាត្រូវគិតគ្រប់ជ្រុងជ្រោយទាំងអស់អញ្ចឹងខ្ញុំឃើញមានបងប្អូនខ្លះអ្នកសិក្សាស្រាវជ្រាវអ្នកវិភាគរួមទាំងអ្នកនយោបាយពីដូនថាអស់សង្ឃឹមហើយជីវិតត្រូវចប់ហើយព្រោះរដ្ឋអត់កាត់ក្រសួងខ្ញុំសូមលើកបន្តិចគេឃើញចេះសំខាន់បំផុតកំណែតម្រង់ថ្មីនៅវៀតណាមកំណែតម្រង់នៅវៀតណាមកាត់ពី18មកដូច14ក្រសួងហើយគេកាត់ពី63ខេត្តមក38ខេត្តបាទគាត់ខុសពីយើងពីមជ្ឈការយើងពង្រីករុញសេវាដល់គាត់មជ្ឈការ63ខេត្តរួមខេត្តមួយចំនួនដាក់ក្រុមមួយដំណើរការរឿងវាមានផលប្រយោជន៍របស់វាមិនមែនអត់ប្រយោជន៍ទេទី1ការកាត់បន្ថយការជន់ភារកិច្ចរវាងក្រសួងនិងក្រសួងកុំឲ្យវាជន់ការងារគ្នាទី2បញ្ចូលក្រសួងដែលមានវិស័យប្រហាក់ប្រហែលគ្នាឲ្យមកនៅក្រោមកញ្ចប់គ្រប់គ្រងតែមួយកាត់បន្ថយពេលវេលាឆ្លងកាត់បន្ថយនីតិវិធីគេហៅកាយាធិបតេយ្យទៅប្រហាក់ប្រហែលគ្នាឲ្យដោះស្រាយបញ្ហាលឿនជាងមុននៅក្រោមដោយសារមិនបាច់ឆ្លង3ក្រសួងឆ្លងតែមួយហើយសំខាន់មួយទៀតគឺកាត់បន្ថយការចំណាយថវិកាលើប្រព័ន្ធរដ្ឋបាលកុំឲ្យមានក្បាលម៉ាស៊ីនក្រសួងច្រើនពេកដាក់គប់គ្រាយុគតាប្របាទហើយអាចកាត់បន្ថយចំនួនមន្ត្រីអានេះជាមូលដ្ឋាននៃការជជែកអញ្ចឹងគេយករូបភាពមកតាមមើលវៀតណាមគេធ្វើហើយបើចិនក៏ចឹងដែរក៏ធ្វើដែរឥឡូវចិនបង្រួមពីជាង100ក្រសួងមកក្រុម30ប្រទេសគេបណ្ណាណីមិនក៏គេពង្រឹងហើយយើងទូចកប៉ែប៉ុណ្ណឹងបើយើងគិតថាវាគ្រាន់តែឲ្យតួលេខវាថយអានឹងចេះតែធ្វើទៅប៉ុន្តែបើយើងនិយាយថាត្រូវធ្វើម៉េចធានានៅប្រសិទ្ធភាពប្រសិទ្ធផលនៃការងារត្រូវគិតគូរឲ្យមែនតើហេតុអីបានជាខ្ញុំជារាជរដ្ឋាភិបាលប្រកាន់អភិក្រមស្អីនៅក្នុងការកែតម្រង់ឥឡូវយើងបើស្ដាប់ទៅថាបទពិសោធន៍ចិនហើយបទពិសោធន៍វៀតណាមត្រូវការពេលវេលាជាង10ឆ្នាំគាត់ចាប់ផ្ដើមនឹងពី2017ដល់2024 25បានរុញខ្លាំងគាត់សាកល្បងជាជំហានចិនតាំងពីឆ្នាំ82មក44ឆ្នាំបានបង្រួមបានប្រប៉ុណ្ណឹងគឺអត់ដាក់ទៅភ្លាមកាត់អីគេថាត្រូវតែកាត់អាណត្តិក្រោយកាត់ឲ្យខ្ទេចទៅសំណួរសួរថាតើការកាត់បង្រួមក្រសួងនេះជាជំរើសតែមួយទេនៅលើពិភពលោកវាអត់គេមិននិយាយតែរឿងតួលេខទេគេនិយាយអំពីប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការងាររបស់រដ្ឋាភិបាលភារកិច្ចបម្រើ
យើងកាត់បន្ថយចំណាយមួយចំនួនតើអាចគ្រប់គ្រាន់វាកាត់ក្រសួងចំនួនវាអត់គ្រប់ទេត្រូវមានលក្ខខណ្ឌមួយចំនួនទៀតឥឡូវបើយើងមើលវិញចុះមានប្រទេសណាដែលរក្សាដដែលច្រើនចុះមានប្រទេសពង្រីកទេពង្រីកក៏មានដែរឥឡូវខ្ញុំសូមលើកនៅឥណ្ឌូនេស៊ី2024ឥណ្ឌូនេស៊ីពង្រីកពី34ទៅ48ក្រសួងនៅពេលដែលវៀតណាមបង្រួម18ឥណ្ឌូនេស៊ីពង្រីកពី34ទៅ48ក្រសួងហើយទៅ2ឆ្នាំមុនបាទអាហ្វ្រិកខាងត្បូងបង្កើនពី30ទៅ32ក្រសួងប្រទេសឥណ្ឌាដើរខុសពីចិនពី100មកត្រឹមក្រោម30ប្រទេសឥណ្ឌាពីឯករាជ្យឆ្នាំ47ដល់8ក្រសួងឥឡូវឡើងសហព័ន្ធ58ក្រសួងបូក93នាយកដ្ឋាននៅក្រោមរដ្ឋបាលកណ្ដាលអញ្ចឹងបូកជា100ខុសគ្នាអញ្ចឹងសួរថា model ឥណ្ឌា model ឥណ្ឌូនេស៊ីចាញ់ model វៀតណាមឬមួយណាល្អជាងវាអត់មែនរឿងចំនួនវារឿងប្រសិទ្ធភាពឥឡូវខ្ញុំសូមលើកបន្តិចហើយចាំខ្ញុំប្រាប់ថា model កម្ពុជាយើងធ្វើស្អីឥឡូវការប្ររួមក្រសួងខ្ញុំនិយាយអំពីផលចំណេញតែក៏មានបញ្ហាប្រឈមដែរហេតុអីបានប្រទេសខ្លះចាប់ផ្ដើមជាជាងបង្រួមពង្រីកដោយសារឃើញថាវាមានបញ្ហាហេតុអីបានប្រទេសខ្លះទៅមជ្ឈការអ្នកខ្លះទៅវិមជ្ឈការចិនគាត់បង្រួមក្រសួងប៉ុន្តែគាត់មជ្ឈការអំណាចគាត់ពង្រួមក្បាលក្រសួងជាង100មែនប៉ុន្តែអំណាចមករដ្ឋបាលកណ្ដាលច្រើនវៀតណាមតម្លាក់ទៅក្រោមច្រើនវាខុសគ្នា model ខុសគ្នាដើម្បីធានានៅគណនេយ្យភាពធានានៅការប្រសិទ្ធភាពនៃដាក់ចេញគោលនយោបាយប្រទេសធំដូចគ្នាយើងថាមកពីចិនធំ1000លានចុះឥណ្ឌា1000លានដូចគ្នាតាហេតុអីមួយពី100ទៅ30ទៅ20ជាងមួយដូរពី18ទៅជាង100វាអាស្រ័យទៅលើប្រសិទ្ធភាពនិងតម្រូវការជាក់ស្ដែងឥឡូវបញ្ហាប្រឈមដែលអាចកើតមានពីការមិនយើងនិយាយពីផលចំណេញបញ្ហាដែលអាចប្រឈមពីក្រសួងបរួមគ្នាក្រសួងបរួមគ្នាទី1វាបង្រួមឧទាហរណ៍3ក្រសួងចុះយើងថាក្រសួងឧទាហរណ៍ថាក្រសួងធនធានទឹកកសិកម្មហើយនិងអភិវឌ្ឍជនបទបង្រួមចូល3អញ្ចឹងយើងកាត់បន្ថយរចនាសម្ព័ន្ធប៉ុន្តែមិនធានាថាកាត់បន្ថយមនុស្សទេព្រោះត្រូវការមួយហ្នឹងចាប់ផ្ដើមដើររៃគ្រប់វិស័យមិនអាចឲ្យចន្លោះប្រហោងទេអញ្ចឹងនឹងបង្កើតគេហៅថា super ministry omega ministry mega នឹងធំបើន័យថាយើងបង្រួមមកនៅក្រោមឆ័ត្រតែមួយអាហ្នឹងដូចក្រុមហ៊ុនធំជាមួយ SME អញ្ចឹងណាក្រុមហ៊ុនធំវាស្អីនៅក្នុងហ្នឹងទាំងអស់វាស្រួលគ្រប់គ្រងតែមួយប៉ុនវាដើរយឺតខ្លះ SME វាមួយមុខតែវាធ្វើជំនាញអញ្ចឹងបញ្ហាហ្នឹងគឺថាវាប្រឈមទៅលើអីបើសិនក្រសួងហ្នឹងមកធំទី1សមត្ថភាពរដ្ឋមន្ត្រីបើរដ្ឋមន្ត្រីនឹងខ្លាំងគ្រប់វិស័យកាន់បានណាតែបើអត់ទេរដ្ឋមន្ត្រី3ដែលផ្ដោតទៅលើវិស័យជំនាញមួយទី2មន្ត្រីតើឥឡូវយើងមើលតែក្នុងក្រសួងមួយនាយកដ្ឋានខុសគ្នាក៏យើងបែងចែកនៅអតិភិបអត់ត្រូវគ្នាផងប្រកួតប្រជែងនាយកដ្ឋានខ្លះបើរដ្ឋមន្ត្រីគាត់ផ្ដោតទៅលើនាយកដ្ឋាននេះថវិកាច្រើនទៅនោះចូល3ក្រសួងរដ្ឋមន្ត្រីមកគាត់ឧទាហរណ៍គាត់ចាប់អារម្មណ៍ទៅលើកសិកម្មហើយរឿងផ្លូវហេដ្ឋារចនាសម្ព័ន្ធមិនសូវទេផ្លូវអវត្តជនបទគាត់ដាក់ទៅលើបន្លាយច្រើនជាងអញ្ចឹងវាអត់តុល្យភាពអានឹងត្រូវមានបញ្ហាប្រកួតប្រជែងទៅទៀតទី2ពេលដែលយើងមករួមវាកកស្ទះហើយយើងអត់និយាយចំនួនមន្ត្រីដែលត្រូវកាត់ទេមន្ត្រីមួយចំនួនកន្លែងខ្លះត្រូវកើតធនធានធម្មជាតិធនធានថវិកាដូចគ្នាមានក្រសួង3ហ្នឹងប្រឹងប្រកួតប្រជែងក្នុងវិស័យតែមួយតែដាក់តែមួយគឺរដ្ឋមន្ត្រីប្រកាសចាប់អារម្មណ៍រឿងអីដាក់ហ្នឹងទៅច្រើនជាងគេយកកត្តាផ្សេងទៀតវិស័យផ្សេងទៀតមិនសូវបានអាហ្នឹងជាកត្តាមួយទេប៉ុន្តែយើងអាចធ្វើការឲ្យមានប្រសិទ្ធភាពបានអានេះខ្ញុំនិយាយពីបញ្ហាប្រឈមមួយចំនួនហេតុអីបានកសិប្រទេសខ្លះគេពង្រីកបាទ
ចំណុចទី3គឺសមត្ថភាពមន្ត្រីបើយើងរុញ3ក្រសួងដែលមន្ត្រីឆ្លប់តែជំនាញបុកតាមមុខព្រួយមួយមុខព្រួយធ្វើពីថ្នាក់ជាតិដល់ក្រមជាតិឥឡូវដាក់គាត់ច្បោកនៅក្នុងមួយបែងចែកយ៉ាងម៉េចពីណាធ្វើអីពីណាអធិភាពធំជាងហើយធ្វើយ៉ាងម៉េចវាត្រូវការពេលវេលាមួយចំនួនក្នុងរយៈពេលខ្លីអត់ទេប៉ុន្តែរយៈពេលវែងមួយណាល្អជាងណាហើយទី3តម្រូវការហេតុអីបានជាប្រទេសមួយចំនួនត្រូវការពង្រីកក្រសួងដូចនៅអាហ្វ្រិកខាងត្បូងគាត់ពង្រីកបង្កើនពី30ទៅ32ក្រសួងដោយសារអធិភាពនៃការងារត្បូងគាត់មានក្រសួងកសិកម្មនិងក្រសួងកែតម្រង់ដីធ្លីនៅជាមួយគ្នាគាត់ថាពីរហ្នឹងត្រូវទៅហើយគោលនយោបាយដីធ្លីត្រូវទៅជាមួយកសិកម្មតែដល់ឥឡូវនេះរឿងបញ្ហាកែតម្រង់ដីធ្លីនិងអភិវឌ្ឍជនបទវាคล้ายទៅជារឿងសំខាន់ដើម្បីកាត់បន្ថយគម្លាតរវាងអ្នកជនបទនិងអ្នកក្រុងគាត់បំបែកអាហ្នឹងទៅជាក្រសួងកសិកម្មដាច់ដライទៅធ្វើតែរឿងដាំដុះរឿងស្អីជាមួយពាណិជ្ជកម្មទៅតែរឿងកែតម្រង់ដីធ្លីជាមួយនឹងអភិវឌ្ឍជនបទគាត់បំបែកចេញជាក្រសួងមួយទៀតដើម្បីឲ្យរដ្ឋមន្ត្រីមួយមានទម្ងន់ផ្ដោតទៅលើអាហ្នឹងដាក់ថវិកាទៅធ្វើអាហ្នឹងតែម្ដងអញ្ចឹងអតិភិបបើដាក់នៅជាមួយគ្នាកាលមុនកែតម្រង់ដីធ្លីវាអតិភិបជាមួយកសិកម្មតែដល់ដំណាក់កាលមួយកសិកម្មក៏រស់តែត្រូវអភិវឌ្ឍជនបទត្រូវតែដាច់ដライមួយគេធ្វើអាហ្នឹងក្រសួងកាលមុនគាត់មានក្រសួងអប់រំកម្រិតខ្ពស់ Higher Education ជាមួយក្រសួងបច្ចេកវិទ្យាជាមួយគ្នាឥឡូវគាត់បំបែកពីឆ្នាំ2024នេះមិនមែនពីមុនទេគាត់បំបែកទៅជាក្រសួងអប់រំកម្រិតខ្ពស់មួយទៀតគាត់បង្កើតក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដោយសារឥឡូវអតិភិប AI នេះត្រូវខ្លាំងហើយត្រូវផ្ដោតត្មងអញ្ចឹងត្រូវបង្កើតជំនាញដាក់រដ្ឋមន្ត្រីមួយដែលជំនាញដាក់មន្ត្រីជំនាញកុំឲ្យហែកច្រើនអញ្ចឹងក្រសួងមួយតូចជាងមុនចំនួនច្រើនប៉ុន្តែមិនមែនថាមន្ត្រីមិនច្រើនទេចំនួនក្បាលម៉ាស៊ីនក្រសួងតូចមិនប្រកាសថាចំនួនមន្ត្រីតូចទេព្រោះត្រូវពង្រឹងទៅគឺច្រើនវិស័យវាបាត់រដ្ឋបាលប្រអប់ជន់គ្នាឧទាហរណ៍រដ្ឋបាលវាដូរ3មកវាមកតែមួយទេប៉ុន្តែមន្ត្រីជួនកាលកន្លែងខ្លះវាកើតអានេះខ្ញុំលើកឧទាហរណ៍ថាជាក់ស្ដែងតែយើងមើលហើយមានប្រទេសច្រើនទៀតប្រទេសស្រីលង្កាប្រទេសអីហ្នឹងអញ្ចឹងរឿងដែលពង្រីកក្រសួងនិងបង្រួមក្រសួងទី1គឺកត្តានយោបាយទិសដៅនយោបាយប្រទេសខ្លះគាត់ត្រូវបង្រួមដើម្បីបង្ហាញឆន្ទៈនយោបាយប្រាប់ថាគាត់កំណែតម្រង់កាន់តែស្របប្រទេសខ្លះគាត់ពង្រីកដោយសាររឿងប្រទេសមានបកច្រើនស្អីរឿងនេះមួយប៉ុន្តែវានៅមានហេតុផលបច្ចេកទេសដូចខ្ញុំនិយាយចឹងកាត់បង្រួមខ្លីកាត់បន្ថយការជន់គ្នាកាត់បន្ថយនីតិវិធីជួយសន្សំប្រាក់ជួយសន្សំមន្ត្រីពង្រីកគឺបង្កើននៅភាពគេថាជំនាញអតិភិបសំខាន់មួយចំនួនបាទបើដាក់នៅជាមួយគ្នា3ក្រសួងហ្នឹងស្តៀងគ្នាមែនប៉ុន្តែអតិភិបមិនសូវអញ្ចឹងគេត្រូវបើថាកន្លែងណាដែលសំខាន់នេះអាហ្នឹងដូច SME អញ្ចឹងហើយនឹងក្រុមហ៊ុនធំកាលមុនក្រុមហ៊ុនដូចតែអាមេរិកគាត់ធំក្រុមហ៊ុន GE ក្រុមហ៊ុនផលិតឡានអីផលិតខ្សែខ្យងនៅគាត់ទាំងអស់អញ្ចឹងគាត់មានមន្ត្រីគ្រប់ជំនាញទាំងអស់អញ្ចឹងគាត់ដាក់ទុនទៅវាចែកបន្តិចក្រោយមកគាត់កាត់អាខ្សែខ្យងចេញគាត់ទៅកងត្រាជាមួយក្រុមហ៊ុន SME ដែលផលិតខ្សែខ្យងហើយក្រុមហ៊ុនផលិតខ្សែខ្យងគាត់អត់ត្រូវការមនុស្សច្រើនទេហើយគាត់វិនិយោគឲ្យជំនាញតែមួយហ្នឹងធ្វើតែមួយហ្នឹងឲ្យប្រសើរបាទអញ្ចឹងខ្ញុំលើកឲ្យជូនទៅបងប្អូនដែលថារដ្ឋាភិបាលមិនបាននិយាយអំពីការបង្រួមក្រសួងជីវិតត្រូវអស់ហើយអកុំបាទមិនអស់ទេប្រព័ន្ធការងាររបស់យើងក្រនួនក្រសួងរបស់យើងស្ថាប័នរបស់យើងដែលមានមិនមែនការងារ0នោះទេវាមានចំណុចវិជ្ជមានចំណុចអវិជ្ជមានហើយបើយកបទពិសោធន៍ខាងក្រៅប្រទេសសូមឲ្យទៅស្រាវជ្រាវគ្រប់ប្រទេសទាំងអស់អត់មានដូចគ្នាទេបាទកន្លែងខ្លះក្រសួង2ផ្គុំគ្នាក៏ខុសគ្នាទៅតាមប្រទេសនីមួយៗដែរបាទដោយនៅអូស្ត្រាលីគេដាក់ក្រសួងការបរទេសជាមួយនឹងក្រសួងពាណិជ្ជកម្ម
ប្រទេសផ្សេងគេអត់ដាក់ទេគេដាក់ពាណិជ្ជកម្មជាមួយឧស្សាហកម្មការជ្រើសរើសវាអាស្រ័យទៅលើប្រសិទ្ធផលដែលគេចង់បានអតិភិបអញ្ចឹងរដ្ឋាភិបាលកម្ពុជាយកស្អីអភិក្រមដែលរដ្ឋាភិបាលកម្ពុជាធ្វើការកំណែតម្រង់នៅក្នុងអាណត្តិនេះចំពោះមុខគឺយើងមិនសួរថាតើចំនួនក្រសួងនឹងច្រើនឬតិចយើងអត់សួររឿងទៅទេណាម៉ោងស្មើនេះអត់មានសួរថាតើយើងច្រើនឬតិចទេព្រោះបើតាមបទពិសោធន៍ដែលខ្ញុំគ្រាន់តែលើកប្រមាណប្រទេសហ្នឹងវាខុសគ្នារួចទៅហើយខ្លះបកើនខ្លះបថយយើងអត់សួរទេអ្វីដែលយើងសួរបច្ចុប្បន្នសួរថាតើក្រសួងស្ថាប័នដែលមានស្រាប់នេះរៀបចំបានមានប្រសិទ្ធភាពឬនៅឥឡូវដាក់ទិសដៅកំណែតម្រង់គឺសួរសំណួរហ្នឹងតើគាត់រៀបចំក្រសួងនឹងធំក្បាលពេកជើងទូចឬយ៉ាងម៉េចតើការងាររបស់គាត់ជាន់ជាមួយក្រសួងផ្សេងទៀតឬមួយក៏យ៉ាងម៉េចតើផ្ទៃក្នុងនេះរបស់គាត់នេះតើនាយកដ្ឋានអគ្គនាយកនឹងវារៀបត្រូវនៅឬមួយក៏វាលើសវាខ្វះយ៉ាងម៉េចនេះគឺជាអភិក្រមរបស់កម្ពុជាអត់សួរហើយហេតុអីបានជាខ្ញុំមិននិយាយថាទៅមុខទៅធ្វើអីខ្ញុំមិននិយាយរឿងនេះមិនខុសពីរឿងអីផ្សេងរឿងនេះហ៊ានតែនិយាយគឺច្បោកច្បល់ពេញក្រសួងស្ថាប័នឡើយបាទខ្ញុំនិយាយតែអ្វីដែលយើងច្បាស់លាស់យើងបានសិក្សាហើយយើងកំពុងតែធ្វើបើឲ្យខ្ញុំថាទៅថ្ងៃមុខយើងត្រូវបង្កើនឬបន្ថយអាហ្នឹងច្បោកច្បល់ពេញទៅឥឡូវទៅបាទបើសិនជាធ្វើឧទាហរណ៍ថាខ្ញុំថាឥឡូវទៅបន្តបើមិនចាប់ផ្ដើមអង្គុយទាយឥឡូវពីណាត្រូវឡើងទេសរដ្ឋមន្ត្រីពីណាត្រូវអីច្បោកច្បល់ពេញហ្នឹងឥឡូវហើយបាទនេះគឺជាបញ្ហាយើងអត់និយាយទេអ្វីដែលនិយាយគឺភាពច្បាស់លាស់ហើយខ្ញុំនិយាយម្ដងទៀតតាំងពីដើមអាណត្តិមកដល់ម៉ោងនេះរដ្ឋាភិបាលអត់មានគម្រោងនៅក្នុងការកាត់បន្ថយឬបង្កើនក្រសួងស្ថាប័ននោះទេប៉ុន្តែអ្វីដែលសំខាន់គឺយើងប្រកាន់ជំហរពង្រឹងជាជាងពង្រីកពង្រឹងស្ថាប័នក្រសួងនីមួយៗដែលយើងធ្វើវិភាគមុខងារនិងកែតម្រង់មកដល់ម៉ោងនេះក្នុងនោះយើងធ្វើអីទី1ពង្រឹងរចនាសម្ព័ន្ធទី2ពង្រឹងប្រព័ន្ធការងារទី3ពង្រឹងធនធានមនុស្សធ្វើម៉េចដាក់អានឹងជាគោលដៅមុនសិនអ្វីដែលមានស្រាប់កុំអាលបោះវាចោលកុំអាលបង្កើនផ្សេងទៅថាវាមិនតាន់ដើរត្រូវមើលវាសិនមានប្រព័ន្ធដែរហើយក្រសួងស្ថាប័នប្រព័ន្ធនឹងមន្ត្រីដែលយើងមានគ្រប់ក្រសួងស្ថាប័នតាំងពីថ្នាក់ជាតិដល់ក្រោមជាតិបែងចែកត្រូវបំពាក់ជំនាញត្រូវអត់តើក្រសួងស្ថាប័នមួយនេះវាជន់ការងារគ្នាយ៉ាងម៉េចជាមួយផ្សេងវិភាគញែកឲ្យដាច់តើនាយកដ្ឋានមួយអគ្គនាយកដ្ឋានមួយក្នុងក្រសួងនឹងត្រូវការជំនាញឬមួយកាត់បន្ថយកែសម្រួលយ៉ាងម៉េចយើងធ្វើអាហ្នឹងចឹងរចនាសម្ព័ន្ធបង្រៀបបង្រួមកន្លងទៅយើងធ្វើបានកាត់បន្ថយអគ្គនាយកដ្ឋានមួយចំនួនបាទផ្សេងអីចឹងទៅហើយកន្លែងខ្លះក៏យើងត្រូវពង្រឹងបន្ថែមឧទាហរណ៍ថាខ្វះ AI យើងបង្កើតផ្នែក AI មួយទៅពន្ធដារអញ្ចឹងទៅព្រោះដើម្បីឲ្យដើរទាន់សភាពការបាទកែសម្រួលកំណត់ឡើងវិញចំនួនមន្ត្រីតើឥឡូវមន្ត្រីដឹកនាំធំជាងមន្ត្រីប្រតិបត្តិទេឧទាហរណ៍ថាក្រសួងស្ថាប័នមួយគ្រាន់តែអគ្គនាយកឡើង30អគ្គនាយកមួយអគ្គនាយករងឡើង30តើមន្ត្រីមានប្រមាណតើថ្ងៃក្រោយយើងដាក់ទិសដៅដើម្បីបង្រួមយ៉ាងម៉េចនៅក្នុងកងទ័ពមកបញ្ជាការឋានត្រូវកាត់បន្ថយចំនួនអគ្គមេបញ្ជាការរងប្រមាណការឡៃមួយត្រូវមកប្រមាណឥឡូវមានលើសអញ្ចឹងអត់ឲ្យតែងតាំងបន្ថែមយើងឈានទៅដល់ការបន្ថយចាក់ចូលរត្រេតមិនតែងតាំងបន្ថែមនគរបាលជាតិដូចគ្នាអគ្គស្នងការរងប្រមាណយើងកែសម្រួលយ៉ាងម៉េចនាយកដ្ឋានការឡៃយើងពង្រឹងធ្វើម៉េចកុំឲ្យសជីផ្កាប់ឲ្យសជីឡើងវិញនេះហើយហៅថាពង្រឹងស្ថាប័នដែលយើងធ្វើយើងរក្សាលំនឹងភារកិច្ចដដែលក្រសួងស្ថាប័នមានពីលើដល់ក្រោមជាតិជំនាញមានដដែលតែក្នុងក្រសួងមួយត្រូវពង្រឹងត្រូវរៀបចំឲ្យបានល្អពង្រឹងនឹងឲ្យអភិក្រមកម្ពុជាប្រើកម្ពុជាអត់យកតាមវៀតណាមឬយកតាមឥណ្ឌូនេស៊ីទេកម្ពុជាអត់យកតាមចិនឬមើលយកតាមឥណ្ឌាទេ
ប៉ុន្តែទោះបីប្រទេសទាំងអស់នោះគឺគិតគូរពេលវេលាលើកលែងតែឥណ្ឌូនេស៊ីមួយទេដែលដូរប្រធានាធិបតីគាត់កើនភ្លាមក្រៅពីនោះប្រទេសផ្សេងវៀតណាមប្រើ10ឆ្នាំចិនប្រើ44ឆ្នាំឥណ្ឌាកែមកដល់ប៉ុណ្ណេះចង់7 8ដងហើយតាំងពី47រហូត2024ពេលវេលាតម្រូវការជាក់ស្ដែងអញ្ចឹងខ្ញុំសូមបញ្ជាក់ឲ្យពួកឃើញបងប្អូនខ្លះគាត់មានអត់មានខុសអត់មានត្រូវទេសិតតែមានហេតុផលត្រឹមត្រូវបើយើងដាក់សំណួរសួរថាគិតតែពីចំនួនទៅទេគឺអត់ទៅរួចទេត្រូវធានាប្រសិទ្ធភាពដែលផ្អែកទៅតាមស្អីផ្អែកទៅតាមសមត្ថភាពនៃមន្ត្រីនៃស្ថាប័ននៅតាមប្រទេសនីមួយផ្អែកទៅលើប្រព័ន្ធបច្ចេកវិទ្យាតើ e-government digital អីវាភ្ជាប់យ៉ាងម៉េចដែលជួយកាត់សម្រួលនីតិវិធីបន្ថយមន្ត្រីឬទៅវប្បធម៌នៃការងារបាទបើវប្បធម៌មិនការងារដាក់បញ្ចូលគ្នាមិនស្រួលគឺគាំងហ្មងបើន័យថាគាំងហ្មងហើយនិរន្តរភាពនៃការងារសំខាន់ថាយើងមិនអាចឲ្យក្រសួងមួយព្រោះគ្រាន់តែចង់បានទិដ្ឋភាពល្អមនុស្សផ្ទះដៃថាហេកាត់ហើយពីប៉ុណ្ណេះមកប៉ុណ្ណេះល្អណាស់យើងកាត់តិចជាងគេទៀតល្អណាស់ប៉ុន្តែគាំងស្ដោកការងារអត់ដើរសែកចាយបាទទី2យកម្នាក់ដែលទៅគ្រប់គ្រង3ជំនាញបើសិនជាអតិភិបនឹងអ្នកដែលគ្រប់គ្រង3ជំនាញនេះអតិភិបឲ្យអតិភិបទៅកន្លែងណាមួយពីរទៀតអាចកាត់បន្ថយវាមិនខុសពីក្រសួងស្ថាប័នរាល់ថ្ងៃនេះទេនាយកដ្ឋានមានច្រើនសួរថាប្រធានស្ថាប័នឲ្យអតិពលឲ្យសិទ្ធិគ្រប់ទៅគ្រប់ស្ថាប័នអត់ដូចគ្នាទេវាអាស្រ័យទៅលើការយល់ឃើញរបស់ផ្ទៃក្រុងអញ្ចឹងគ្រាន់តែក្រសួងស្ថាប័នផងឧទាហរណ៍ខាងនាយកដ្ឋាននេះមានមនុស្សតិចបទចិត្តតិចមនុស្សនេះមានបទចិត្តច្រើនព្រោះគាត់ត្រូវការអីអតិភិបមួយអញ្ចឹងវានឹងទាញមនុស្សចុះឡើងបាទហើយមិនធានាថាប្រសិទ្ធភាពទេត្រូវការបំពាក់សមត្ថភាពមន្ត្រីទោះបីជាយើងត្រូវកែសម្រួលការបង្រួមបន្តឲ្យបង្រេកក៏ដោយត្រូវការពេលវេលាបង្រៀនកែសម្រួលបទដ្ឋានគតិយុត្តច្បាប់ក្នុងក្រសួងពង្រឹងមន្ត្រីពង្រឹងអីឲ្យស្រួលអញ្ចឹងសម្រាប់ខ្ញុំសូមបញ្ជាក់ពួកខ្ញុំនិយាយថ្ងៃនោះក្រោយមកមានការជជែកគ្នាច្រើនការបញ្ចេញមតិច្រើនអត់មានខុសអត់មានត្រូវសិទ្ធិមានមូលដ្ឋានទាំងអស់បាទប៉ុន្តែសំណួរសួរសម្រាប់កម្ពុជាយើងត្រូវយកស្អីដែលល្អបំផុតសម្រាប់កម្ពុជាក្នុងជំហានទី1បាទពេលណាត្រូវធ្វើអីចឹងក្នុងដំណាក់កាលនេះកែតម្រង់ប្រសិទ្ធភាពប្រសិទ្ធផលគឺរក្សាចំនួនក្រសួងដដែលពង្រឹងក្រសួងនីមួយផ្ទៃក្នុងតាមការវិភាគការកំណត់មុខងារការលើកទឹកចិត្តមន្ត្រីតាមប្រព័ន្ធសមត្ថកម្មដែលយើងដាក់ចេញការរើសមន្ត្រីឥឡូវប្រឡងចូលអីតឹងស្អីចឹងទៅការបែងចែកផ្ទៃក្នុងពង្រឹងនៅតាមនោះទៅវាមិនបានល្អអត់ខ្យល់ទេតែការវាដើរសន្សឹមប៉ុន្តែទិសដៅរបស់យើងគឺដឹងបាទអញ្ចឹងសូមទី1អ្នកដែលថាបងប្អូនខ្លះដែលថារដ្ឋមិនយុរដ្ឋមន្ត្រីមិននិយាយថារដ្ឋនឹងកាត់ក្រសួងហាក់ដូចជាអស់សង្ឃឹមនឹងជីវិតសូមកុំអស់សង្ឃឹមនឹងជីវិតបាទថារដ្ឋបោះបង់ចោលនៅការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពស្ថាប័នអត់ទេតែយើងធ្វើវិធីខុសគេយើងមិនពង្រីកដូចឥណ្ឌូនេស៊ីហើយយើងមិនរួមដូចវៀតណាមយើងរក្សាដដែលយើងពង្រឹងស្អីដែលមានស្រាប់ធ្វើឲ្យវាល្អបាទហើយមន្ត្រីក្បាលម៉ាស៊ីនក្រសួងមែនប៉ុន្តែ3ឆ្នាំនេះក្រសួងស្ថាប័នភាគច្រើនអត់មានឲ្យរឿងមន្ត្រីថ្មីទេចឹងអត់រីកទេបាទយកក្រុមហ៊ុនមួយធ្វើគ្រប់មុខបង្កើតជាត្រូវការបុគ្គលិកច្រើនហើយតែបើបែងចែកជាជំនាញប្រហែលជាជំនាញនឹងមិនចាំបាច់ច្រើនទេមិនប្រកាសថាឲ្យតែច្រើនមិនច្រើនប្រអប់ការងាររដ្ឋបាលមានដល់តែ3ហិរញ្ញវត្ថុមានដល់តែ3ក្រសួងតែ6មានតែ1តែការធានានៅរបៀបរបបនឹងការដឹកនាំរដ្ឋរបស់យើងហើយសូមឲ្យមន្ត្រីរបស់យើងមានភាពដឹងណឺព្រោះអ្នកខ្លះរហូតដល់ថាដឹងស្អីលឺទៅកាត់កងកាត់ថែមអីមិនដឹងធ្វើការអីជប់ធ្វើការទៅចាំគេដាក់ឲ្យស្រួលបួលសិនចាំគិតអត់ទេនៅធ្វើការបន្តបាទឲ្យមានភាពដឹងណឺហេតុអីបានជាខ្ញុំត្រូវនិយាយនៅថ្ងៃទៅរឿងនេះយើងគិតតែរឿងតូចការបញ្ចេញមតិប៉ុន្តែបញ្ចេញមតិរបស់អ្នកវិភាគរបស់
តាម Facebook របស់អ្នកនេះអ្នកនោះប៉ុន្តែវាជះទៅដល់សតិអារម្មណ៍របស់មន្ត្រីដែលមានភាពមិនច្បាស់លាស់វាពាក់ព័ន្ធដល់ស្ថាប័នរដ្ឋអញ្ចឹងបាទខ្ញុំត្រូវចេញមកបញ្យល់តតាំងទៀតឥឡូវខ្ញុំចេញមកតង់ទៀតមូលហេតុវាគ្មានជំរឿសណាមួយដែលត្រឹមត្រូវល្អឥតខ្ចោះនោះទេវាអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងអត្ថិភាពរបស់រដ្ឋាភិបាលមួយបាទចង់ពង្រីកចង់បង្រួមប្រទេសផ្សេងគេធ្វើខុសគ្នាកលៈទេសៈខុសគ្នាពេលវេលាខុសគ្នាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគេគ្មានរូបមន្តណាមួយត្រូវទេបាទថ្ងៃមុនពីណាគេយើងឲ្យសិក្សា model របស់សិង្ហបុរីដើម្បីយើងពង្រីកការអប់រំនិង TVET ណាបងប្អូនខាង TVET ដើម្បីយើងតម្រង់ទិសទៅឲ្យសិក្សាពីរូបមន្តដែលសិង្ហបុរីដែរអញ្ចឹងយើងសិក្សារូបមន្តដែលគាត់ធ្វើពីមុនមកតម្រង់ទិសអ្នកខ្លះទៅរៀនចំណេះដឹងទូទៅអ្នកខ្លះមក TVET ដើម្បីធានានៅតុល្យភាពនៃចំនួនធានានៅតម្រូវការកម្លាំងពលកម្មរបស់យើងស្របទៅតាមជំនាញហើយកុំឲ្យមានប្រកាន់តែតលតបាក់ដប់បានវាអត់ទេឬមួយក៏តលតែបញ្ញាបត្ររងពី UME បានខ្ពស់ជាងបញ្ញា TVET អត់ទេតម្លៃដូចគ្នាកម្លាំងដូចគ្នាជំនាញដូចគ្នាតម្រូវការខុសគ្នាអញ្ចឹងក៏មានអ្នកថាទៅសិក្សាអីឥឡូវសិង្ហបុរីគេដូរ model នឹងបាត់ហើយខ្ញុំថាមើលឲ្យច្បាស់ទៅប្រទេសមួយមុននឹងគេដូរយើងមិនអាចយើងប្រប៉ុណ្ណេះទៅ copy ប្រទេសគេក្នុងពេលនេះទេត្រូវមើលស្ថានភាពគោលនយោបាយណាត្រូវពេលណាសិង្ហបុរីពេលមុនប្រទេសយើងបច្ចុប្បន្នស្ថានភាពប្រជាពលរដ្ឋយើងស្ថានភាពការបដិបដាលយើងតើត្រូវការដូចសិង្ហបុរីពេលណាហើយមើលរូបមន្តពេលនោះសិង្ហបុរីឥឡូវការទុនទានបដិបដាលរបស់គេចំណែកវាកម្រិតខ្ពស់ជាងយើងក្នុងអញ្ចឹងបានគេទៅ model ថ្មីទៅហើយបាទយើងសិង្ហបុរីនៅឆ្នាំ2000ទីហោតើរូបមន្តគេយ៉ាងម៉េចយើងមើលព្រោះបងប្អូនខ្លះរឿង copy ហ្នឹងគឺថាយកអាណាទំនើបជាងគេបំផុតទៅយកទំនើបពីប្រទេសគេយកមកដាក់ស្រុកយើងវាអត់ត្រូវមើលគ្រប់កលៈទេសៈបាទដូចនិយាយរឿងកំណែតម្រង់ដោយសារវៀតណាមគេកាត់ទៅសល់14គេកាត់ខេត្តអញ្ចឹងយើងត្រូវកាត់ខេត្តយើងពីប្រមាណពី25រាជធានីខេត្តសល់ប្រមាណបើវៀតណាមគេកាត់63ទៅ30ជាងឥឡូវអាបាលខេត្តនេះទុកពីណាដកពីណាខេត្តអេសានហ្នឹងពងរួមទុកតែមួយទៅបាទមិនចឹងដល់4បានន័យថាម៉េចឥឡូវចាប់ផ្ដើមសេវាអត់ដល់ដៃប្រជាពលរដ្ឋកាន់តែឆ្ងាយត្រឡប់ទៅវិមជ្ឈការទុយវិញដើម្បីពង្រាយសេវាឲ្យដល់វិញរឿងរូបមន្តវាខុសគ្នាហេតុអីបានវៀតណាមគាត់ប្រទេសធំជាងយើងហើយគាត់នៅពង្រួមប្រហែលដោយសារអាប្រព័ន្ធការងារហេដ្ឋារចនាសម្ព័ន្ធមន្ត្រីអីគាត់ពង្រាយគ្រប់សមត្ថភាពវាខុសពីយើងធ្វើវាមិនទាន់បានហើយយើងក៏មិនចាំបាច់ធ្វើប្រទេសខ្លះគេវិមជ្ឈការត្រឡប់ទៅវិញពង្រីកពេលដែលធំយើងត្រូវចាប់ដើមបង្កើតឧទាហរណ៍ដូចឃុំចឹងជួនកាលស្រុកមួយនឹងធំពេកដល់ប្រជាជនចូលដល់ប្រមាណ10000នាក់ដើម្បីឲ្យសេវាត្រូវបង្កើតឃុំព្រោះតើឃុំបានមានលទ្ធភាពពង្រាយមណ្ឌលសុខភាពពង្រាយស្អីទៅបន្ថែមទៀតសេវាកាន់តែជិតដល់វិមជ្ឈការប្រទេសខ្លះគឺមជ្ឈការដូចខ្ញុំនិយាយចឹងវៀតណាមគាត់បន្ថយចំនួនស្ថាប័នតែគាត់វិមជ្ឈការនៅចិនគាត់មជ្ឈការសិទ្ធិអំណាចមករដ្ឋបាលកណ្ដាលដើម្បីធានានៅតម្លាភាពគណនេយ្យភាពនិងប្រសិទ្ធភាពនៃការគ្រប់គ្រងកែតម្រង់វាខុសគ្នាបាទអញ្ចឹងសួរថាកម្ពុជាយក model អីខ្ញុំប្រាប់ model នេះបាទព្រោះខ្ញុំអត់ជឿថាមាន model ណាល្អជាង model ណាយក copy ប្រទេសនេះល្អជាង copy ប្រទេសនោះអត់ទេតែខ្ញុំនិយាយសំបីតែនៅអាស៊ានជាមួយគ្នានឹងក៏មានប្រទេសដែលពង្រីកប្រទេសដែលបង្រួមដែរបាទបើប្រទេសធំក៏មានប្រទេសធំដែលពង្រីកប្រទេសធំដែលបង្រួមព្រោះឥណ្ឌាហើយចិនប្រទេសប្រហែលគ្នាដែរ1000លានស្តៀងគ្នាជាង1000លានដូចគ្នាដែរអញ្ចឹងបើយករូបមន្តវាអត់មានបាទកន្លែងណាដែលត្រូវប៉ុន្តែកម្ពុជាជ្រើសរើសយករូបមន្តណាដែលយើងសិក្សាវាយតម្លៃហើយយើងគិតថាត្រូវសម្រាប់កម្ពុជាដែលធានាក្នុងការបង្កើនប្រសិទ្ធផលនិងប្រសិទ្ធភាព
ការងារជូនប្រជាពលរដ្ឋនេះហើយគឺក្នុងប្រព័ន្ធដែលយើងធ្វើហើយយើងធ្វើយកការកំណែតម្រង់រក្សាចំនួនដដែលតែចាប់ផ្ដើមពង្រឹងមួយដើម្បីឲ្យកាន់ប្រសើរនៅក្នុងចម្ពោះបច្ចុប្បន្ននិងរយៈពេលខ្លីមធ្យមទៅខាងមុខសួរទៅខាងមុខរយៈពេលវែងនៅពេលការប្រែប្រួលយ៉ាងណាខ្ញុំអត់និយាយទេកុំឲ្យអង្គុយគិតដេកសម័យច្រើនបាទបងប្អូនអ្នកវិភាគណាបញ្ចេញទ្រឹស្ដីថាគួរតែធ្វើអីធ្វើចោះអានឹងគាត់ថាគួរតែបើនាយករដ្ឋមន្ត្រីនិយាយមិនមែនជាការគួរតែគឺជាការកំណត់ទិសដៅនៃចក្ខុវិស័យនយោបាយហាមាត់និយាយអីត្រូវតែមានមូលដ្ឋានច្បាស់លាស់បាទហើយបើឲ្យចំខ្ញុំនិយាយអញ្ចឹងថាត្រូវតែថ្ងៃក្រោយគិតថាបង្រួមនេះបង្រួមនោះបើមិនចាប់ផ្ដើមមន្ត្រីក្នុងស្ថាប័នឯទៅណាចេះវ៉ៃបង្រួមពីណាក្រុមពីណាអត់ទេកុំឲ្យមានភាពព្រោះនិរន្តរភាពនៃលំនឹងការងារសំខាន់ណាស់បាទកែតូចយើងថាល្អតែស្គាំងការងារទាំងអស់បញ្ហាដាក់ត្រូវចូលទៅដល់ច្បាច់ចូលគ្នាគ្រាន់តែក្រសួងអ្នកមកពីនេះខ្សែកសិកម្មខ្សែធនធានទឹកខ្សែអវត្តជនបទដាក់ទៅអត់ស៊ីគ្នាត្រូវការ3អាណត្តិដើម្បីឲ្យស៊ីគ្នាកាន់តែយ៉ាប់ទៀតព្រោះក្នុងយុគតានក្នុងក្រសួងស្ថាប័នមួយក៏ប្រកួតគ្នាដើម្បីថាវិភាគអាណត្តិនេះត្រូវឲ្យយុគតានខ្ញុំច្រើនជាងព្រោះខ្ញុំបម្រើវាត្រូវតែអញ្ចឹងអានឹងក្នុងក្រសួងមួយផងដែលបម្រើតែវិស័យមួយមកដាក់3វិស័យជាមួយគ្នាទៀតអញ្ចឹងបន្តថាយើងអត់និយាយច្បាស់ទេហើយខ្ញុំមិនថាបងប្អូនថាចង់មករួមក្រសួងខុសឬមួយចង់បរិយាក្រសួងត្រូវទេកម្ពុជាគឺយើងដើរអភិក្រមធានាចីរភាពនិរន្តរភាពនិងភាពប្រកបវិជ្ជាក្នុងការធ្វើអាដើរយឺតតែដើរផ្លូវច្បាស់លាស់ប្រសើរជាងដើរលឿនហើយដើរខុសផ្លូវបាទហើយដើរខុសផ្លូវគ្រោះថ្នាក់ប្រយ័ត្នបកមកវិញគឺអត់ទេយើងដើរតាមផ្លូវហ្នឹងដើរដោយការគិតគូរច្បាស់លាស់ដើរដោយការទទួលខុសត្រូវនេះការកំណែតម្រង់រដ្ឋរបស់យើងហើយយើងបានដើរច្រើនអាណត្តិមកហើយក្នុងការពង្រឹងនេះយើងនៅបន្តគោលនយោបាយក្នុងការកែតម្រង់រដ្ឋតាមគោលនយោបាយដែលមានពីអាណត្តិមុនមកព្រោះវាត្រូវគ្រាន់ចំនួនវាអាចកើនវាអាចគិតថាមិនប្រសិទ្ធភាពតែអានឹងគ្រាន់ជាទស្សនៈទេត្រូវធ្វើម៉េចអ្វីដែលមានស្រាប់ឲ្យវាដើរពង្រឹងមូលដ្ឋានច្បាប់មូលដ្ឋានគតិយុត្តកែតម្រង់ស្អីផ្ទៃក្នុងបាទតែឥឡូវ CDC យើងអត់រំលាយ CDC ទេតែយើងកែតម្រង់ផ្ទៃក្នុង CDC ប្រព័ន្ធការងារក្រសួងស្ថាប័នឥឡូវកំពុងឲ្យរៀបចំដើម្បីធ្វើម៉េចសម្របសម្រួលសិទ្ធិនិងការសម្របសម្រួលរឿង SME តែប្រតិកលាក្រសួងមួយយើងអត់លុបក្រសួងចោលទេយើងអត់លុបនាយកដ្ឋានគាត់ចោលទេតែយើងបង្កើននៅយន្តការដើម្បីសម្របសម្រួលធ្វើយ៉ាងម៉េចឲ្យផលិតផលប្រសិទ្ធផលបម្រើប្រជាពលរដ្ឋការចុះបញ្ជីផលិតផលការផលិតស្អីរបស់ SME នឹងបានប្រសើរឡើងយើងធ្វើប៉ុណ្ណឹងបង្រួមនីតិវិធីកែសម្រួលបែបនេះតែបើថាឲ្យទៅលុបក្រសួងពិបាកសុំស្អីសុំអាជ្ញាប័ណ្ណផលិតសាប៊ូតតែសុំពីក្រសួងកសិឧស្សាហកម្មផងក្រសួងសុខាភិបាលផងពី3ពិបាកលុបក្រសួងមួយចោលអត់ទេយើងអត់លុបក្រសួងមួយចោលទេបានពីណាធ្វើការងារទៅលុបនីតិវិធីឬមួយបង្រួមនីតិវិធីឬមួយពង្រឹងយន្តការសម្របសម្រួលនីតិវិធីយើងធ្វើអាហ្នឹងនេះហើយកំណែតម្រង់របស់កម្ពុជាអភិក្រមដែលកម្ពុជាទទួលយកបាទអាហ្នឹងគឺខ្ញុំសូមបញ្ជាក់ដែលយើងហៅឥឡូវចលភាពនៃប្រព័ន្ធតួអង្គតែមួយមានច្រើនស្ថាប័នតែក្រោមការគ្រប់គ្រងដោយបង្កើតមិញក្រុមការងារអន្តរក្រសួងសម្រាប់ជំរុញអភិវឌ្ឍនៅទិសឦសានអញ្ចឹងក្រសួងស្ថាប័នមានពន្ធដារមានស្អីកសិកម្មមានស្អីច្រើននៅមានស្រាប់តែយើងរៀបចំយន្តការនេះយន្តការបដិសោតមួយនេះដើម្បីជួយជំរុញបាច់រត់ទៅក្រសួងហ្នឹងទេឲ្យសិទ្ធិគាត់ធ្វើដើម្បីអ្នកដែលវិនិយោគនៅខេត្ត4ហ្នឹងគឺកាត់ខ្លីចឹងអានឹងបង្កើនប្រសិទ្ធភាពបាទតែសួរថាទៅលុបក្រសួង4អត់ទេព្រោះគេមានការងារផ្សេងទៀតច្រើនបាទអានឹងគឺអញ្ចឹងនេះគឺជាកិច្ចការងារដែលពាក់ព័ន្ធជាមួយនឹងការជំរុញហេដ្ឋារចនាសម្ព័ន្ធធ្វើឲ្យប្រព័ន្ធការងារត្រូវតែដើរ
ដើម្បីធានានៅនិរន្តរភាពនិងប្រសិទ្ធផលសក្តិភាពនៃការងារជូនប្រជាពលរដ្ឋធនធានមនុស្សត្រូវតែពង្រឹងអប់រំសុខាភិបាលហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកផ្លូវគោកផ្លូវអាកាសហេដ្ឋារចនាសម្ព័ន្ធ technology បាទព្រោះឥឡូវ technology ក៏គេហៅ infrastructure ដែរបកគោលអង់តែនភ្លើងបកគោលអង់តែនទូរស័ព្ទអង់តែនស្អីដែលអាចរៀបចំទៅបំរើទៅដល់ 5G ទៅដល់ AI ទៅដល់អីបាទភ្លើងតពង្រីកឲ្យបានច្រើនភូមិអីផ្សេងឈានទៅដល់ការតិចម្ដងចុះតម្លៃបច្ចេកវិទ្យារុញពង្រីកបន្ថែមនេះគឺជាការកសាងសេដ្ឋកិច្ចដែលមានភាពធន់បាទគ្រប់ទិសគ្រប់វិស័យធ្វើក្នុងពេលតែមួយអត់មានធ្វើមួយណាទុកមួយណាទេរុញទាំងអស់រូបមន្តក្រសួងតិចក្រសួងច្រើនសំណួរថាឥឡូវត្រូវធ្វើម៉េចចំនួននឹងអត់និយាយទេបាទហើយបើពីណាចង់ចាក់ខ្ញុំឲ្យនិយាយខ្ញុំអត់និយាយបាទមិនបាច់ខំប្រឹងទេខ្ញុំបញ្យល់ប៉ុណ្្នឹងហើយណាម៉ោងស្មើនេះអត់និយាយរឿងបង្រួមក្រសួងពង្រីកក្រសួងយើងនិយាយថែរក្សាដែលមានពង្រឹងមួយដែលមានស្រាប់ផ្ទៃក្នុងទៅអាចកែសម្រួលអគ្គនាយកឋានចំនួនក្នុងតែក្រសួងទៅដែរបាទព្រោះបកែពីលើត្រូវតកែទាំងមន្ទីរនៅខាងក្រោមទៀតអញ្ចឹងព្រួយទាំងក្រោមនៅទៀតបាទបើនៅវៀតណាមគាត់កែកាត់ចំនួនខេត្តហើយកាត់ស្រុកចោលមួយទៀតតាមខ្ញុំចាំគឺគាត់ដោយសារសមត្ថភាពឃុំគាត់មានសមត្ថភាពទួលខុសទៅយើងវិមជ្ឈការសិទ្ធិដល់ឃុំតែត្រូវធ្វើម៉េចបង្កើនសមត្ថភាពគណនេយ្យភាពនិងតម្លាភាពការគ្រប់គ្រងរបស់ឃុំមុននឹងយើងបង្កើនទៅឲ្យកុំឲ្យថ្ងៃមុនគ្រាន់តែរឿងដេញថ្លៃហ្នឹងបញ្ហាច្រើនបាទតើតែមានគណនេយ្យភាពមានសមត្ថភាពយើងអាចពង្រីកបានបើមិនអញ្ចឹងការពង្រឹងការវិមជ្ឈការសិទ្ធិអំណាចពិបាកធ្វើអញ្ចឹងបានចិនពេលដែលគាត់ធ្វើការកំណែតម្រង់ជាតម្រង់ធំគាត់យកមកដាក់កដាលដឹកនាំពីកដាលទៅតែយើងអត់ទេយើងវិមជ្ឈការតែឲ្យសិទ្ធិឲ្យការទទួលខុសត្រូវបង្កើនសមត្ថភាពឲ្យគាត់ផងបាទគណនេយ្យភាពនៃការទទួលខុសត្រូវបាទអញ្ចឹងបានត្រូវពង្រឹងបែបនេះការកំណែតម្រង់រដ្ឋមិនស្រួលទេមិនអាចយករូបមន្តអ្នកនេះទៅនេះដោយសារគេធ្វើអញ្ចេះបានល្អអត់ទេសួរថាឥណ្ឌូនេស៊ីពង្រីកពី34ទៅ48ក្រសួងតើគេអត់មានអ្នកចេះអីបាទគេអត់មានអ្នកចេះអីប្រហែលដោយសារគេមើលបញ្ហាមាន34នឹងកន្លែងខ្លះសេវាវាអត់ប្រសិទ្ធភាពវាធំពេកវាយឺតពេកបានគេបំបីទៅជាអតិភិបពេលខ្លះវាចឹងអាហ្វ្រិកខាងត្បូងឥណ្ឌាបាទរូបមន្តទៅពីណាល្អជាងបង្រួមឬបង្រីកអត់និយាយស្អីដែលមានពង្រឹងស្អីដែលមានស្រាប់ហ្នឹងបាទហើយប្រជាពលរដ្ឋគាត់ចឹងដែរគាត់ថាអាធំមិនអាធំក៏ធំអាតូចក៏តូចតែធ្វើម៉េចសេវាឲ្យខ្ញុំកាន់តែល្អទៅបាទនឹងដូចរឿងថ្ងៃមុនថាដុតទៀនពីលើទៅក្រោមទៅលើវាមិនអីទេឲ្យតែឆេះទាំងអស់ក្រសួងប្រមាណក៏បានបច្ចុប្បន្ននេះកុំអាលគិតរឿងចំនួនគិតថាស្អីដែលមានស្រាប់ឲ្យប្រសើរឲ្យកាន់តែប្រសើរឲ្យបានសក្តានុពលសិនបាទក្នុងមួយជំហានបាទទៅថ្ងៃអនាគតវែងឆ្ងាយស្ថានភាពប្រែប្រួលនឹងយើងគិតទៀតបាទតែឥឡូវចំពោះមុខគឺបញ្ចប់រឿងនិយាយហើយព្រោះបើតែនៅតែមានការគិតគូរទៅដល់ហើយសូមកុំឲ្យបាទអ្នកដែលតូចចិត្តវាសនានឹងតវ៉ាព្រមគិតថាជីវិតចប់ហើយរដ្ឋាភិបាលអត់ប្រកាសកាត់បន្ថយក្រសួងនោះអត់ទេបាទទុកការគិតនឹងវិញឥឡូវបែរមកប្រាប់ថាឥឡូវនេះបើរដ្ឋាភិបាលយកជំរឿសនឹងហើយខ្ញុំក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវបើយក model ហ្នឹងខ្ញុំជូនយោបល់អញ្ចេះអាហ្នឹងល្អកុំថាត្រូវតែធ្វើតាមខ្ញុំគិតបានខ្ញុំឲ្យយោបល់បើមិនចឹងខ្ញុំចប់ខ្ញុំបាក់ទឹកចិត្តខ្ញុំលេងនិយាយអត់ទេថាឥឡូវបើយក model ហ្នឹងរដ្ឋាភិបាលនៅរក្សាដដែលធ្វើកំណែតម្រង់ដូចធ្វើរាល់ថ្ងៃហ្នឹងខ្ញុំជូនយោបល់ថាក្រសួងនេះពង្រឹងនេះអីចេះក្រសួងនេះជន់គ្នាចេះអីចេះ
អាចកែតម្រួលមុខងារអានឹងយើងស្វាគមន៍ជួយបាទអានឹងវិញចឹងយើងបែរមកប្រាប់ថាឥឡូវនេះ model វាមាន2 3ឥឡូវរដ្ឋយើងយក model ហ្នឹងពង្រឹងពង្រីកគេថាអត់ពង្រីកពង្រឹងអ្វីដែលវាស្រាប់ឥឡូវខ្ញុំឲ្យយោបល់ក្នុងរូបមន្តហ្នឹងអាហ្នឹងខ្ញុំស្វាគមន៍បាទអាហ្នឹងខ្ញុំពីណាដែលនិយាយទៅត្រូវដាក់ខ្លួនអាហ្នឹងខ្ញុំឲ្យយោបល់ហ្នឹងវិញបាទហើយយើងស្វាគមន៍អាហ្នឹងតែបើថានៅប្រកាន់ចំហតាតលតាបង្រួមអត់ទេកុំឲ្យនិយាយគ្នាអត់និយាយបាទហើយបើបង្រួមហ្នឹងរដ្ឋាភិបាលល្ងងទៅតាមដំណើរទៅចេះតែអីទៅតែខ្ញុំស្វាគមន៍នៅយក model យើងនេះហើយឲ្យយោបល់មកថាឥឡូវយក model ហ្នឹងទៅធ្វើស្អីខ្លះចំណុចខ្សោយយ៉ាងម៉េចខ្លះក្រសួងនេះគួរតែពង្រឹងស្អីខ្លះកន្លែងនេះជន់គ្នាយ៉ាងម៉េចស្អីយ៉ាងម៉េចអានឹងយើងអូខេបាទខ្ញុំស្គាល់អ្នកស្រាវជ្រាវហ្នឹងអ្នកខ្លះគាត់តឹងណាគាត់រឹងណាបាទទឹកមួយកែវដាក់លើតុឲ្យអ្នកសេដ្ឋកិច្ច10នាក់អង្គុយវិភាគ5ម៉ោងអត់ចេញទេថាដាក់ធ្វើអីអ្នកខ្លះថាដាក់ដើម្បីអួតអំពីផលិតផលកែវអីទៅតាមពិតគេដាក់ឲ្យផឹកសោះហ្នឹងព្រោះយើងកាលពេលដែលយើងគិតច្រើនពេកគេហៅអាភាពសាមញ្ញយើងបាត់គេដាក់ទឹកមួយកែវឲ្យគេអត់មាត់អង្គុយវិភាគទឹកហ្នឹងផឹកអត់តើគេដាក់បានន័យថាម៉េចហ៊ានតែអង្គុយហ្នឹងគឺថាម្នាក់ចាប់ដើមសួរភ្លាមគឺចាប់ដើមគិតពីរឿងហ្នឹងភ្លាមព្រោះអ្នកវិភាគអត់ឲ្យចាញ់ទេបាទស្រាប់តាមពិតគេថាដាក់ព្រោះបងវិភាគបងនិយាយច្រើនហូបទឹកកុំឲ្យវាស្ងួតពងកចិត្តអូចឹងហ៎ពួកខ្ញុំសិក្សាការខ្ញុំនៅស្រាវជ្រាវប្រធានបទតែមួយសម័យបំផុតហើយថ្ងៃមុននេះបើអ្នកអក្សរសាស្ត្រជជែកគ្នាខ្ញុំធ្លាប់ចូលរួមប្រជុំតែងច្បាប់សហជីពកាលនោះពាក្យមួយគឺរលាយនិងរំលាយជជែកគ្នារវាងខាងអក្សរសាស្ត្រខាងវប្បធម៌ជជែកគ្នាមួយថ្ងៃចុងក្រោយថាទុកសិនចុះតើរលាយឬរំលាយបញ្យល់ហេតុផលខ្ញុំមិនអ្នកអក្សរសាស្ត្រអង្គុយស្ដាប់គេពេញទឹកប៉ុន្តែសួរថាមិនអោយគាត់ជជែកអត់ទេត្រូវបញ្ចេញមតិយើងស្វាគមន៍ទាំងអស់គ្នាប៉ុន្តែពេលខ្លះកុំយកតែចំហមួយទឹកព្រោះវាខ្ទាស់បើន័យថាវាអត់ទៅមុខយើងនឹងបោះបង់ចោលយកអ្វីដើម្បីការផលប្រយោជន៍រួមឧទាហរណ៍ថារឿងយុទ្ធការនេះបើដាក់អានឹងវាមិនត្រូវជាជំរឿនដែលត្រូវបានជំរឿនកុំបិទច្រកកុំបដិការឈប់ចូលរួមយោបល់ឈប់វិភាគផ្ដល់យោបល់មកយករូបមន្តនឹងខ្ញុំឲ្យអានឹងយើងទទួលវាស្រួលវាអត់មានអីទៅបាទព្រោះឥឡូវយើងឃើញមានអ្នកវិភាគច្រើនហើយខ្ញុំលើកស្វាគមន៍ព្រោះកាលមុនឃើញតែអ្នកវិភាគជេរយកស៊ីអារម្មណ៍តែឥឡូវយើងមានអ្នកវិភាគសិក្សាបានច្រើនបាទអត់ចាំបាច់ត្រូវតែមានយន្តការស្អីទេហើយប្រជាពលរដ្ឋយើងក៏ចូលរួមវិភាគដែរព្រោះជួនកាលវិភាគមិនមែនចាំបាច់តតអ្នកហ៊ានទេអ្នកដែលមានបទពិសោធន៍ធ្វើការងារឧទាហរណ៍វិភាគបញ្ចេញមតិទៅលើប្រព័ន្ធការងារជួយធុរកិច្ចបច្ចុប្បន្នអ្នកដែលមានបទពិសោធន៍ធ្វើធុរកិច្ចនឹងគាត់ចង្ការច្បាស់ជាងអ្នកសិក្សាផងព្រោះគាត់ប្រឡូកផ្ទាល់គាត់លើកយោបល់ផ្ទាល់បាទអញ្ចឹងបានន័យថាអ្វីដែលយើងធ្វើការកសាងទាំងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធទាំងការកែតម្រង់រដ្ឋទាំងប្រព័ន្ធការងាររបស់រដ្ឋគឺសិតតែធ្វើឲ្យរាជរដ្ឋាភិបាលរបស់យើងមានលទ្ធភាពបម្រើប្រជាជនឲ្យកាន់តែប្រសើរឡើងកាន់តែបង្កើតសមិទ្ធផលឲ្យកាន់តែច្រើនឡើងជូនប្រជាពលរដ្ឋកាត់បន្ថយនៅភាពអវិជ្ជមាននិងបង្កើននៅប្រសិទ្ធភាពនិងសក្តិភាពនៅក្នុងការបម្រើសេវាឲ្យប្រជាពលរដ្ឋទោះបីជារូបមន្តយើងមិនកូពីប្រទេសណាក៏ដោយតែយើងមានមូលហេតុច្បាស់លាស់របស់យើងហើយជាពិសេសគឺពាក់ព័ន្ធទៅនឹងការកែតម្រង់រដ្ឋការកែសម្រួលស្ថាប័ននេះនិងការអធិភាពរបស់យើងហ្នឹងសូមឲ្យបញ្ជាក់ប៉ុណ្ណឹងបាទថ្ងៃនេះនិយាយតែពីផ្លូវទេសម្ពោធផ្លូវតែនិយាយរឿងកំណែតម្រង់រដ្ឋតែវាពាក់ព័ន្ធជាមួយគ្នាបាទវាជាមួយគ្នាទាំងអស់ទៅ
បាទហើយខ្ញុំសូមឲ្យក្នុងការខ្ញុំយកឱកាសនេះក៏អរគុណទៅដល់ធនាគារពិភពលោកផងដែរដែលបានជាដៃគូល្អនិងដៃគូទាំងអស់បាទមានលោកស្រី Tanya Mayer ដែលចូលរួមថ្ងៃនេះបាទផងដែរគឺចក្ខុវិស័យរបស់យើងដូចគ្នាបាទអតិភិបនៃការអភិវឌ្ឍប្រទេសដូចគ្នាដើម្បីផលទៅដល់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលបម្រើប្រជាពលរដ្ឋដៃគូមកដាក់គោលនយោបាយដើម្បីអភិវឌ្ឍប្រទេសដូចគ្នាហើយដៃគូធនាគារពិភពលោកតាំងពីកម្ពុជាកសាងប្រទេសក្រោយពីសង្គ្រាមមកក៏ដើរតួនាទីហើយសូមបន្តបាទធនាគារពិភពលោកបន្តជួយទៅដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀតលើវិស័យសក្តានុពលជាពិសេសសក្តានុពលកម្មវិស័យអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈវិស័យកសិកម្មកសិពាណិជ្ជកម្មវិស័យទេសចរវិស័យកម្មន្តសាលវិស័យសុខាភិបាលនិងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាពព្រោះទាំងអស់នេះគឺសិតតែជាគោលដៅសំខាន់បំផុតដើម្បីធានាចីរភាពនិងភាពធន់នៃការវិវត្តសេដ្ឋកិច្ចរបស់យើងបាទហើយកម្ពុជាក៏សូមអរគុណទៅដល់បណ្ដាដៃគូទាំងអស់និងអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេសនៅក្នុងវិស័យឯកជនដែលបានចូលរួមជាដៃគូល្អនៅក្នុងការជួយអភិវឌ្ឍប្រទេសបង្កើតការងារទាញចូលនៅបច្ចេកវិទ្យាដើម្បីទាញយកសក្តានុពលពីក្នុងប្រទេសយើងបង្កើតផលិតផលក្នុងប្រទេសឲ្យបានកាន់តែច្រើនជាជាងប្រទេសដែលត្រឹមតែនាំចេញនៅផលិតផលដើមទៅជាប្រទេសអាចកែច្នៃផលិតផលពាក់កណ្ដាលសម្រេចនិងសម្រេចខ្លួនឯងងាយមិញលោកជំទាវចំនិមលគាត់បាញ់រូបរបស់ខ្ញុំសម្ដេចសុំរាយការណ៍ឥឡូវអង្គយើងផលិតផលកសិកម្មយើងមានដាក់នៅ Costco នៅអាមេរិកដាក់នៅនេះខ្ញុំថាឥឡូវយើងដាក់មើលជួយធ្វើមើលក្រសួងពាណិជ្ជកម្មកំបាញ់ឲ្យទៅនាយករដ្ឋមន្ត្រីមើលបង្កើតជាវីដេអូមួយឲ្យសម្ភាសបងប្អូននៅក្រៅប្រទេសដើម្បីបង្ហាញប្រជាជនយើងក្នុងប្រទេសហើយអ្នកនៅក្រៅប្រទេសខ្លួនឯងផងឲ្យដឹងថាផលិតផលខ្មែរយើងបានមកដល់ហើយទៅដល់នេះដល់នោះហើយកូនខ្មែរយើងអាចមានសមត្ថភាពកែច្នៃវិច្ឆ័ពខ្លួនឯងស្តង់ដារបរទេសហើយតើឲ្យយើងមានមោទនភាពផងកុំឲ្យគេថាអត់ធ្វើអីទាំងអស់បាទនាំចេញនឹងនាំចេញទៅណាកំណើនយើងនាំចេញអង្គនាំចេញអីច្រើនចិត្ត1លានតោនណាឡើងក៏បែរទៅណាខ្លះប្រាប់ផងថាទៅដល់ណាខ្លះថតឲ្យបង្ហាញព្រោះប្រជាពលរដ្ឋយើងនៅក្រៅប្រទេសខ្ញុំឃើញបងប្អូននៅអាមេរិកទៅអីគាត់មានមោទនភាពគាត់សុខចិត្តជីងឡានកន្លែងខ្លះ50 100គីឡូ100ម៉ាយទៅទិញកខ្មែរថតប្រអស់នេះកម្ពុជានឹងជាមោទនភាពរបស់យើងជាជាតិខ្មែរពង្រឹងសមត្ថភាពរបស់យើងគ្រប់វិស័យទាំងអស់កាលមុនមានវេយនកម្មវេយនភ័ណ្ឌកៅអៅស្អីៗហ្នឹងជំនួយការមួយខ្ញុំទៅដល់អាមេរិកគេទៅដើរផ្សារទិញខោមួយអា511ខោតាហ៊ាន$45អួតបងខ្ញុំទិញខោនេះស្អាតដល់បើកមើល made in Cambodia ដល់អញ្ចឹងទិញទូទំពង5រៀលមិត្តភក្តិគ្រួសារជាមួយប្រពន្ធខ្ញុំគាត់រៀននៅអាមេរិកនៅ Boston គាត់មកគាត់ shopping នៅកៅអៅគាត់ខ្លួនក៏គាត់ទិញនៅទូទំពូដូចតែគ្នាពាក់យកទៅផ្សារពុះបាក់ដូចតែគ្នាទៅដល់ពួកម៉ាក់ថាអត់ទេអត់អីទេគាត់ថាកៅអៅពីស្រុកខ្មែរប្រហែលជាដេអត់ជាប់ដល់អាវដូចគ្នានឹងពួកអាវ brand ក៏អត់មើល brand ដែរដល់គាត់ទៅផ្សារមួយ$80គាត់ថាអាហ្នឹងដូចគ្នាវិញបាទគាត់មកវិញអាវនឹងសុំសមត្ថភាពទឹកដៃយើងផលិតនាំចេញគុណភាពបាទអ្វីដែលសំខាន់បើកទៅទីផ្សារ direct យើងនាំផលិតផលយើងចេញធ្វើទៅផ្លូវ direct តភ្ជាប់កាត់បន្ថយការដឹកជូនយើងនឹងពង្រីកយើងធ្វើមិនបានទាំងអស់ក្នុងពេលតែមួយទេតែយើងពង្រីកបានច្រើនបាទផលពីណាផលយកម្នាក់មូលដ្ឋានបាទកសិផលដាំនៅកញ្ចេះនៅរតនគិរីមណ្ឌលគិរីអាចឡើងទៅដល់ក្រៅជាជាងនៅក្នុងបាទហើយមិនមែនតែផលិតផលដើមអាចទានជារបស់កំប៉ុងរបស់ស្អីឆ្នៃប្រឌិតនៅក្នុងនោះអានឹងដែលយើងចង់ជំរុញហើយវាប្រតិកលាគ្នាទាំងអស់បាទរួមទាំងកំណែតម្រង់រដ្ឋបាទអានេះដែលប្រធានបទព្រឹកនេះគឺពាក់ព័ន្ធប្រតិកលាគ្នាបាទអញ្ចឹងជាថ្មីម្ដងទៀតនៅក្នុងគោលបំណងឥឡូវបន្តនេះគឺពន្លឿនការវិវត្តដឹកជញ្ជូន logistics រៀបចំបរិយា
ការវិនិយោគទេសចរនិងបរិស្ថានមានគុណភាពសូមអនុសាសន៍ចំនួនដល់ក្រសួងសាធារណការដឹកជញ្ជូននិងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងដូចគ្នាទី1ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការនិងប្រតិកិច្ចសហប្រតិបត្តិជាមួយដៃគូអភិវឌ្ឍន៍ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននិង Logistics នៅកម្ពុជាឲ្យមានគុណភាពប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពជាមួយគ្នានេះក្រសួងសាធារណការដឹកជញ្ជូនត្រូវជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រតិកលាដែលកំពុងសិក្សានិងការបង្កើតមណ្ឌល Logistics នៅភូមិភាគឦសានដើម្បីគ្រប់គ្រងដល់ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4ភូមិភាគឦសាននៃប្រជាណាចក្រកម្ពុជាឆ្នាំ2025-28ប្រកបដោយភាពជោគជ័យទី2ត្រូវបន្តការសិក្សាលទ្ធភាពបើកច្រកទ្វារព្រំដែនថ្មីរវាងកម្ពុជាវៀតណាមកម្ពុជាឡាវបន្ថែមទៀតស្របតាមការពិនិត្យភាសារវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយរាជរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលឡាវកន្លងមកព្រមទាំងប្រឹងប្រែងជំរុញការសិក្សាសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក៏ដូចជាការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញវត្តផ្លូវល្បឿនលឿននិងផ្លូវល្បឿនលឿនពីហូជីមិញមកបាយរបស់វៀតណាមការកសាងស្ពានឆ្លងកាត់ទន្លេរពៅនៅខេត្តព្រះវិហាររបស់កម្ពុជាទន្លេសេលំផៅខេត្តចំប៉ាសាក់របស់ឡាវការជំរុញការបើកប្រតិបត្តិការដឹកជញ្ជូននៅច្រកទ្វារព្រំដែនមើលជ័យខេត្តព្រៃវែងរបស់កម្ពុជាច្រកទ្វារព្រំដែនតាណាំនៃខេត្តតៃninhរបស់វៀតណាមការជំរុញបើកច្រកទ្វារព្រំដែនរវាងកម្ពុជារតនគិរីនិងខេត្តអត្តពើរបស់ឡាវដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរំហូរទេសចរការដឹកជញ្ជូននិងការតភ្ជាប់រវាងប្រជាជនទាំងពីរប្រទេសទី3ត្រូវសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការតភ្ជាប់ប្រតិកលារវាងបណ្ដាញដឹកជញ្ជូនពហុមធ្យោបាយរួមមានផ្លូវគោកផ្លូវដែកផ្លូវទឹកផ្លូវថ្នល់ផ្លូវដែកផ្លូវទឹកនិងកំពង់ផែដោយផ្ដល់អាទិភាពខ្ពស់លើការតភ្ជាប់រវាងទីក្រុងតំបន់ទីក្រុងតំបន់ជនបទតំបន់កសិកម្មតំបន់ឧស្សាហកម្មតំបន់ទេសចរតំបន់សមុទ្រព្រមទាំងការជំរុញការអនុវត្តផែនការមេផ្សេងផងដែរទី4ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងនិងការត្រួតពិនិត្យបច្ចេកទេសគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តឲ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសប្រកបដោយគុណភាពខ្ពស់និងបញ្ជាឲ្យបានជាអតិបរមានៅការប៉ះពាល់ជាវិជ្ជមានលើបរិស្ថានដ៏ស្រស់ស្អាតរបស់យើងជាមួយគ្នានេះត្រូវបន្តពង្រឹងប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពរបស់ស្ថានីយ៍ជញ្ជីងដើម្បីជំរុញការអនុវត្តច្បាប់តឹងរ៉ឹងមិនលើកលែងចំពោះការដឹកជញ្ជូនផ្សេងៗដែលលើសទម្ងន់ទី5ត្រូវបន្តការពង្រឹងកិច្ចសហប្រតិបត្តិការពង្រឹងការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលដើម្បីដាក់ចេញនៅយន្តការដើម្បីដោះស្រាយបញ្ហាដែលកើតមានតាមបណ្ដាដងផ្លូវដូចជាការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ការអនុវត្តនិងការពិនិត្យផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកការដាក់សញ្ញាចរាចរណ៍នៅតាមកន្លែងដែលមានការកកស្ទះចរាចរណ៍កន្លែងដែលតែងតែមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ការកំណត់ល្បឿនជាអតិបរមាបានល្អចំណុចនេះខ្ញុំចង់ឲ្យយកចិត្តទុកដាក់ទៅលើការជួសជុលថែទាំអានឹងក្នុងរបាយការណ៍បាយដំពេញពលាបាននិយាយហើយការជួសជុលថែទាំសំខាន់ដើម្បីឲ្យអាយុរបស់ផ្លូវនឹងវាវែងបាទអញ្ចឹងសូមមើលការវិភាគថវិកាបាទមិនថាក្រសួងសាធារណការដឹកជញ្ជូនទេក្រសួងអភិវឌ្ឍជនបទគេមុនសួរទៅអាដាមឆៃរដ្ឋសែនក៏យើងមានតិចបាទទៅពិនិត្យមើលហ្នឹងព្រោះចង្កាលតម្រូវការផ្លូវថ្មីមានច្រើនហើយចង្កាលថវិកាយើងមិនមានច្រើនយើងបង្កើនច្រើនក៏ដោយតែត្រូវមើលអាស្អីតែមានស្រាប់ទេតែគិតពីឲ្យវាឲ្យមែនបាទព្រោះយើងយកចិត្តទុកដាក់ទៅធ្វើតែថ្មី3ឆ្នាំមកខ្ទេចដដែលអស់ដដែលត្រូវថែទាំវាហើយខ្ញុំសួរដោយថវិកាភូមិថវិកាឃុំសង្កាត់អត់មានទេណាថវិកាថែទាំមានតែថវិកាអភិវឌ្ឍដល់អញ្ចឹងឧទាហរណ៍ផ្លូវឃុំសង្កាត់ត្រូវមើលព្រោះត្រូវមានភាពជាដៃគូរវាងអ្នកធ្វើនិងអ្នកថែព្រោះអភិវឌ្ឍជនបទធ្វើប៉ុន្តែឃុំសង្កាត់ជាម្ចាស់ត្រូវមានលទ្ធភាពក្នុងការថែទាំកម្រិតណាបើមិនអញ្ចឹងទេខ្ទេចអស់ហើយចាំអភិវឌ្ឍជនបទចុះមកគាត់មានរាប់ម៉ឺន
រាប់ពាន់ឃុំទៅធ្វើមិនអស់បាទអញ្ចឹងខ្ញុំសូមឲ្យបណ្ឌិតមើលអានឹងឡើងវិញបាទព្រោះស្ដាយទៅខ្ញុំទៅថ្ងៃមុនជិះផ្លូវ44អញ្ចឹង44ល្អខ្ញុំធ្លាប់ជិះម៉ូតូតែឥឡូវចាប់ផ្ដើមសបុកមាន់បាទខ្ញុំប្រាប់ខេត្តមើលផងហើយខាងសាធារណការក៏ជួសជុលផងខ្ញុំប្រាប់ខេត្តដែរខេត្តមិនត្រូវតែពឹងទៅលើទេណាអានឹងដីរបស់សាធារណការប៉ុនវានៅក្នុងខេត្តរបស់យើងឥឡូវបើវាសបុកមាន់នឹងអថវិកាខ្លះយើងវិភាគយកជួសជុលវាទៅអញ្ចឹងបានឯកឧត្តមជាមច័ន្ទសុភ័ណ្ឌគាត់ថាខ្ញុំធ្វើដែរអត់ចាំលើព្រោះទៅលើជួនកាលដល់អស់ធំពេកគេលែងធ្វើឲ្យខ្ញុំអញ្ចឹងអានៅតិចខ្ញុំជួសជុលដាក់មន្ទីររបស់ខ្ញុំនឹងអថវិកាខេត្តខ្លះដាក់មកឆ្នៃប្រឌិតអាផេះស្អីហ្នឹងអាឡូអីទុយជួសជុលវាទៅបើយើងកន្លែងចាំអាទុយហ្នឹងណាដល់ពេលវាចាប់ដើមរិចធំវាខូចធំគេមកជួសជុលធំខូចហើយខាតពីណាខាតយើងអញ្ចឹងរវាងអ្នកធ្វើនិងភាពជាម្ចាស់ត្រូវមើលអាហ្នឹងអភិវឌ្ឍជនបទធ្វើតែភាពជាម្ចាស់ត្រូវឃុំត្រូវស្រុកអញ្ចឹងតែមើលក្នុងការវិភាគនឹងគូមានកញ្ចប់ខ្លះសម្រាប់ជួសជុលហើយឲ្យចំគោលដៅបាទអាតិចហ្នឹងគឺជួយបាទថ្ងៃមុនដោយអាដាមខុយរីដាគាត់ចុះទៅធ្វើមានការរិះគន់ច្រើនប៉ុន្តែវាមិនមែនរឿងចង្វាយខេត្តទៅធ្វើប៉ុន្តែជាសារមេកពូលរបស់ខេត្តដែលចុះទៅធ្វើគឺជាការដាស់តឿននិងការឲ្យចាប់អារម្មណ៍ធំណាស់សារនយោបាយធំគេចុះជាសារនយោបាយធំដើម្បីឲ្យយើងយកចិត្តទុកដាក់ថានេះភាពជាម្ចាស់ព្រោះពេលខ្លះទម្ងន់ខុសគ្នាកញ្ចក់ទម្ងន់នៃតួអង្គសំខាន់បាទធ្វើដូចគ្នាបាទធ្វើដូចគ្នាអាហ្នឹងដូចរឿងកំ pl អញ្ចឹងណាឲ្យពាក់មីនិយាយអីក៏គេសើចដែរព្រោះតួអង្គហ្នឹងគេចាំតែសើចរួចទៅហើយគេចាំតែមើលរួចទៅហើយតែឲ្យអ្នកផ្សេងខំកំ pl អាហ្នឹងដែលមិត្តភក្តិខ្ញុំម្នាក់វាដើរតាមខ្ញុំវាតាមវាឯងមើលអត់យុត្តិធម៌ហ្មងណាពេលមេឯងពាក់បៃជើងផ្ទាត់គេថាមេឯងសាមញ្ញណាដល់ខ្ញុំពាក់បៃជើងផ្ទាត់គេថាឯងធ្វើដូចកាខៀវមែនទេហ៎ពេលដែលមេឯងពាក់បៃជើងហ៎ចេញនិយាយលេងទេប៉ុន្តែអត់ទេការដឹកនាំគឺត្រូវពីលើមេតបលើការងារទូចនេះគឺត្រូវទម្ងន់ដើម្បីយើងជាចលនាមិនមែនចង្វាយខេត្តគាត់ទៅធ្វើផ្លូវគ្រប់កន្លែងទេប៉ុន្តែជាសារនយោបាយអំពីការចាប់អារម្មណ៍ជូនទៅដល់ប្រជាពលរដ្ឋនិងមន្ត្រីក្នុងខេត្តដើម្បីយើងយកចិត្តទុកដាក់គាត់ប្រហែលជាបានដាក់គោលដៅរួចទៅហើយណែនាំក្នុងអង្គប្រជុំឲ្យថាឃុំអីណាមើលចុះជុលអីទៅណែខ្វះស៊ីម៉ងខ្វះអីសួរខ្ញុំសួរក្រុមការងារយើងតម្លាក់ឲ្យហើយខ្ញុំនឹងចុះទៅបង្ហាញមកកន្លែងជួនកាលគាត់ធ្វើអញ្ចឹងដើម្បីបំផុសការចាប់អារម្មណ៍បាទកន្លងទៅដូចខ្ញុំទៅក្នុងផ្សារទៅមិនមែនខ្ញុំទៅដើរជំនួសឯដំហួតហាក់ទេតែយើងចុះទៅដើម្បីការចាប់អារម្មណ៍តែគ្រប់សហគមន៍ដែលមានការវិវត្តនឹងមានច្រើននៅទូទាំងប្រទេសក៏ធ្វើបាទហើយសម្រាប់ខ្ញុំក៏ជាហេតុផលមួយដែលយើងអាចសុំមេយើងពីផ្ទះចេញបានយល់ទេនៅផ្ទះមានមេនៅផ្ទះវិញទៀតចេញទៅណាមិនស្រួលទៅស្អីអូទៅមើលការអភិវឌ្ឍវិស័យទេសចរណ៍អូទៅចោះតែបើទៅអត់មានហីទៅកំសាន្តណាបាត់ credit អស់ឥឡូវហ្នឹងថ្ងៃមុនខ្ញុំនិយាយរឿង credit ទៅមានចំណេញច្រើនណាស់ណាមិនមែនចំណេញខ្ញុំទេចំណេញប្រពន្ធតែណែមើលគាត់រវល់គាត់នេះឲ្យគេឃើញដាក់ឌឺប្តីគេនៅហ្នឹងសំបីតែសម្ដេចក៏មានពេលនាំប្រពន្ធទៅយក credit នៅការីរ៉ូមចុះលោកប្តីគេដាក់ឈ្មោះនៅហ្នឹងតើរវល់យ៉ាងណាអ្នកខ្លះប្រុសគេអន់ចិត្តវិញតាំងធ្លាប់តែមានលេះរវល់ឥឡូវទៅលែងបានហើយគេមិនសមវិញពុនខ្ញុំគេទៅអីអូអារឿងផ្សព្វផ្សាយមិនមែនតតែផ្សព្វផ្សាយ CNN នេះបានឥឡូវនេះគឺផ្សព្វផ្សាយធំគឺ social media របស់យើង
ក្មួយបង Gen Z ក្មេងៗនេះជួនកាលនៅក្នុងនេះមានពីណាមើលមានពីណាមាន Facebook account មាន follower លើសពី 10,000 នាក់អត់មើលលើកដៃបងតិចអ្នកមើល 10,000 ណាអ្នកខ្លះរាប់លានគ្រាន់តែស្អីអាមច្ឆា Strawberry ហ្នឹងគេប្រហោះដោយទាំងប្រពន្ធខ្ញុំក៏ទៅដែរមួយពួកម៉ាក់គាត់ផ្អើលដល់គាត់ទៀតបាទហើយសួរអាហ្នឹងស្លែទេហើយអ្នកនៅអង្គរហ្នឹងមួយថ្ងៃគាត់ត្រូវដងចេញម្ដងព្រោះកំទុកយូរវាលួយប៉ុន្តែដល់វាល្បីពេកទៅគេថា3ថ្ងៃខ្ញុំដងម្ដងការបង្កើតការចាប់អារម្មណ៍អញ្ចឹងបានយើងមានកោះត្រង់យើងមានព្រែកកាពីយើងមានវាអានតិចហ្នឹងសំខាន់ណាស់ណាមច្ឆា Strawberry ស្អីឆ្លងភពឥឡូវបាទឆ្លងភពស្អីបត់អោកសគុណកញ្ញាបាទឥឡូវគេឆ្លងហើយខ្ញុំមិនដឹងជាអាហ្នឹងឆ្លងភពស្អីគេប្រពន្ធគេថតមួយមកគេថាឆ្លងភពហើយយើងក៏ share ទៅដល់ក្រោយមកបានឃើញក្មេងៗហើយទាំងបងប្អូនយើងគាត់ទៅថតលាកពាក់កៅអៅបុរាណខ្មែរថតរត់មកដល់ frame ហ្នឹងគេបិទអាហ្នឹងគេចេញនៅកន្លែងផ្សេងអានទិញចឹងបំផុសឥឡូវទៅមើលទេសចរនៅសៀមរាបរដូវបៃតងឆ្នាំនេះខុសពីឆ្នាំទៅដោយសារប្រមាណហ្នឹងឡានឡើងណែនហើយឥឡូវថ្ងៃសៅរ៍អាទិត្យណែនឥឡូវនេះថ្ងៃច័ន្ទក៏ណែនដែរហើយសួរពីណាមិនមែនបរទេសពីក្រៅទេក្មេងៗខ្លះពីស្វាយរៀងប្រពន្ធខ្ញុំសួរប្រឡងបាក់ឌុបជាប់កាលយើងប្រឡងបាក់ឌុបជាប់ត្រឹមជិះកង់ជិះម៉ូតូទៅគៀនស្វាយឥឡូវក្មេងៗគេមានលទ្ធភាពម៉ៅឡានបើទៅស្គៀមរៀបទេសចរក្នុងស្រុកច្រើននៅកំពង់សោមដូចគ្នានៅខេត្តដូចគ្នាឥឡូវហេដ្ឋារចនាសម្ព័ន្ធអានឹងល្អបង្កើតស្អីមួយឲ្យផ្ទុះទៅបាទឆ្លងភពពីសៀមរាបមកដល់ព្រែកកាពីទៅបាទចុះយើងមានរឿងស្អីយើងមានរឿងកភើឆារវ័នមានប្រវត្តិមានស្អីដែរđâuមិនចឹងបាទម៉ែកភើមានដាតទេភ្នំអីភ្នំសពកលីហ៎យើងមានសពកលីមានអីដែរមានប្រវត្តិមានបាទថតហ្នឹងណាបាទថ្ងៃមុនខ្ញុំទៅសពកលីមួយមាននៅហានជ័យខ្ញុំទៅវត្តហ្នឹងឃើញអំពើមានដាតអត់ទេអាទូចនឹងបើយើងធ្វើត្រូវផ្សព្វផ្សាយត្រូវយើងទាញហើយដូចខ្ញុំនិយាយកុំគិតរឿងទី1យើងធ្វើឲ្យពីណាអភិវឌ្ឍនៅក្នុងខេត្តមួយគិតឲ្យប្រជាជនក្នុងខេត្តជាគោលកន្លែងតែអ្នកខេត្តមកឃើញស្អាតកន្លែងដើរលេងកំសាន្តស្អាតហើយអ្នកមកពីក្រៅខេត្តក៏ជប់លេងដែរថ្ងៃក្រោយទេសចរក៏មកនៅកញ្ចេះមានផ្សោតនៅរតនគិរីមានបឹងអកកសែងនៅស្ទឹងត្រែងមានស្អីចឹងទៅស្អីថ្ងៃមុននេះហើយអាចបង្កើតបន្ថែមទៀតនៅកំពង់ចាមយើងមានក្រៅពីហាងត្មាប់យើងមាននៅកំសួននៅកំពឥឡូវឃើញបាក់ច្រើនឲ្យមើលបាទហើយនៅបៃវែងដូចធ្វើស្អីដែរនៅកដាលហ្នឹងខ្ញុំអត់បានថាជីឃើញថតប្រហោះដែរកន្លែងចំោះជ្រូកហ្នឹងឃើញធ្វើបានសួននេះល្អកន្លែងហ្នឹងច្រើនរៀបចំសួននៅកញ្ចេះនេះនៅមាត់ទន្លេទេឃើញរៀបបានល្អបាទអត់បាក់ទេហ្នឹងហើយបាទព្រោះកាលមុនថាទឹកបុកអីមកចំមុខទឹកមិនប៉ិនជាងរៀបទេសចរខ្ញុំមកអាសានៅអូតែ Dolphin នេះកាលពីក្មេងបាទមិញចុះមកចំណែនមួយអាដាមយូសន្លងអីខ្ញុំតាពូអាការខ្ញុំនៅជើងគោកទៅណាមានលេសទៅមកយប់មុនឡោតជួបជុំបងប្អូនឥឡូវអស់លេសហើយពូនៅសុបាយជាងខ្ញុំចុះគាត់មកមុនគាត់ជុំគ្នាគាត់អូបបាយស្ដាប់ភ្លេងអីចឹងទៅសុបាយតែបង្កើតកន្លែងនឹងច្រើនគឺជាកិច្ចការល្អនៅភ្នំពេញយើងឥឡូវរៀបចំពលានមហោចារហ្នឹងដាំទៀតសួនអីទៅបើកសង្គមថាអាចភ្ជុំរមួយអីនេះចាប់ដើមហើយនៅខេត្តផ្សេងឥឡូវបាទមានខ្លះគេដាក់នៀកខ្លះគេដាក់សេះសមុទ្រ
ខ្លះដូចកែបឯមានក្តាមហ៎បើក្តាមនឹងតន់ចេញបាញ់ទឹកគេមើលសិតឆ្នៃក្តាមយើងទៅជាក្តាមតែបាញ់ទឹកបាញ់ភ្លើងខ្ញុំដឹងយើងតាក់ទាញទៅមានអីខេត្តសមុទ្រស្រាប់ហើយកោះកុងមានគុនឆាងគុនផែនប្រដោគុនឆាងគុនផែនមានអីចឹងទៅកពោតឃើញគេបង្កើតឆ្នេរសពនិមិត្តស្អីចឹងទៅបាទខ្ញុំថានេះគឺជាដំណើរការល្អព្រោះមុនគេប្រជាជននៅយើងទៅហើយរឿងទេសចរក្រៅរឿងមួយប៉ុន្តែផាសុខភាពសោភ័ណភាពសម្រាប់អ្នកកចេះយើងធ្វើនៅនេះគឺសម្រាប់ជាគោលដៅអធិភាពធំតានៅមកហើយកន្លែងអ្នកផ្សេងគេទៅបោហើយបាទនេះគឺជាអ្វីដែលយើងធ្វើហើយតាមខេត្តមួយយើងធ្វើដូចគ្នាបាទនេះគឺជាកិច្ចការល្អហើយខ្ញុំទៅឃើញថ្ងៃមិញនៅរតនគិរីដំបងខ្ញុំស្មានតែមានបឹងអកតែមានបឹងកសៃនឹងទេហើយមានរូបអរូបអីងាយមិញឃើញគេមានស្ពានជាប់និស័យមួយទៀតអញ្ចឹងគេហៅស្ពានអីណាស្ពានជួបស្នេហ៍បាទអត់ទេអាចមែនព្រោះស្ពានហ្នឹងគេធ្វើបែកតែឈើធម្មតាមិនបាច់ស្អាតបេតុងឲ្យធ្វើរបៀបធម្មជាតិហ្នឹងល្អជាងធ្វើរបៀបហ្នឹងគាត់ទៅដើរមិនស្រួលធ្លាក់ទឹកចាប់ទៅជួបស្នេហ៍កាយទៅណែខ្ញុំនិយាយណាយើងធ្លាប់អាយុ6 10 7 10 20 ដែរយើងទៅយល់ក្មេងៗឥឡូវដូចតែគ្នាគ្រាន់តែគេទំនើបជាងយើងតែប៉ុណ្្នឹងទេយើងធាក់កង់ទៅគៀនស្វាយគេជួលឡានទៅតែអាការជួបគ្នាការសបាយរីករាយជាមួយគ្នាវានៅតែមានបាទហើយនិស័យពីណាមិនដឹងបាទដូចថ្ងៃមុនស្អីហូតតែគេអត់ទុំទាវអីគេបែរទៅជួបប្រសងមួយអង្គចេញមកផ្អើលពេញនឹងទៅបាទនិយាយលេងតាភ្ជាប់និស័យតិចទៀតអ្នកកចេះការមួយអ្នកកំពុងចាមច្រើនស្ពានប្រេតប្រសពចប់ឆ្លងតន្តិចទៅដល់កំពុងចាមបាត់ណាអ្នកមួយចេះប្រអាប់យករឿងពិតមកនិយាយលេងបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងហើយមុននឹងបញ្ចប់នេះខ្ញុំសូមសម្ដែងនៅអំណរសាទរជាមួយលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋជាពិសេសខេត្តទាំង4នៃភូមិភាគឦសានចំពោះសមិទ្ធផលថ្មីទាំងអស់ដែលបានចាក់ចែងលើកកម្ពស់ជីវភាពសុខភាពរបស់ប្រជាពលរដ្ឋរបស់យើងជំរុញការវិវត្តសង្គមសេដ្ឋកិច្ចមូលដ្ឋាននិងតាមរយៈការបង្កើតកលានុវត្តភាពសេដ្ឋកិច្ចការតាក់ទាញវិនិយោគទាំងក្នុងនិងពីក្រៅប្រទេសការបង្កើតឱកាសការងារការកាត់បន្ថយចំណាក់ស្រុកនិងលើកកម្ពស់សុខភាពសាធារណៈនិងគុណភាពជីវិតរបស់ប្រជាពលរដ្ឋហើយជាថ្មីសូមយកចិត្តទុកដាក់រឿងទឹកជំនន់និងការគាំពៀដល់ប្រជាពលរដ្ឋក្នុងពេលមានការចាំបាច់ឥឡូវដូចពាក់ព័ន្ធលេខ4ខេត្តដើមខ្សែបាទកចេះពងចាមត្បូងឃ្មុំហើយស្ទឹងត្រែងបាទខេត្តក្រមអត់តន់អីទេខាងម៉ាលីននេះអត់តន់អីទេបាទអញ្ចឹងកុំសង្ឃឹមថាមិនឲ្យវាយូរចុះបើត្រឹមតែឡើងមកបន្តិចយករបបយកអីមកកាន់តែល្អបាទតែបើថានៅយូរក៏លួយអីអស់បាទប៉ុន្តែមិនត្រៀមឲ្យខាងកងកម្លាំងទាំង3ប្រភេទរបស់យើងជាពិសេសខាងកម្លាំងដែលមានកងអន្តរាគមន៍សង្គ្រោះនោះចាំហើយជាទីបញ្ចប់ខ្ញុំជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការនៅកំណត់ផ្លូវជាតិលេខ73កំណត់ផ្លូវខេត្តលេខ377និងកំណត់ផ្លូវខេត្តលេខ 377A ខ្ញុំសូមជូនពរដល់លោកស្រីថាន់យ៉ាម៉ៃប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅប្រជាណាចក្រកម្ពុជាអាដាមលោកជំទាវលោកស្រីសមាជិកសមាជិកាអង្គពិធីអ៊ំពូមីងបងប្អូនក្មួយលោកតាលោកយាយអ្នកខេត្តកញ្ចេះទាំងអស់សូមមានសុខភាពបរិបូរណ៍មានសុភមង្គលក្នុងក្រុមគ្រួសារនិងសម្រេចបាននូវជោគជ័យលើគ្រប់ភារកិច្ចនិងសូមប្រសិទ្ធប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីក្លែងក្លៀតឡើយបាទសូមអរគុណហើយថ្ងៃនេះក៏មានសម្រាប់យុវជនកាយរិទ្ធកាកបាទក្រហមសសយកយុវជនអមតសមាគមនារីដើម្បីសន្តិភាពនិងការវិវត្តខេត្តយុវជនស្រឡាញ់សន្តិភាពយុវជនក157សមាគមរាជសីយុវជនគណៈបកប្រជាជនកម្ពុជាយុវជនមូស្លីមកម្ពុជា
សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពនិស្សិតសាកលវិទ្យាល័យកញ្ចេះនិស្សិតសាកលវិទ្យាល័យគ្រប់គ្រងសេដ្ឋកិច្ចនិងសេដ្ឋកិច្ចសិស្សវិទ្យាស្ថានពហុបច្ចេកទេសភូភាដែលចូលសែនអេសាននិងនិស្សិតវិទ្យាស្ថានអាស៊ីកម្ពុជាសរុប750នាក់អ្នកម្នាក់ថវិកា 20,000 រៀលលោកគ្រូអ្នកគ្រូក្រុងកញ្ចេះ445នាក់អ្នកម្នាក់ថវិកា 50,000 រៀលសង្ស័យលោកគ្រូអ្នកគ្រូមានផែនការជប់លៀងខ្លាំងជាងសិស្សទៀតសូលជួនវិទ្យាល័យសម្ដេចតេជោហ៊ុនសែនក្រុងកញ្ចេះវិទ្យាល័យព្រះមហាក្សត្រីយានីកុសបៈវិទ្យាល័យខើប៊ុនសុងក្រចេះក្រុងថវិកាមួយវិទ្យាល័យ 2 លានរៀលសាកលវិទ្យាល័យកញ្ចេះថវិកា 5 លានរៀលវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគដែលចូលសែនអេសានថវិកា 5 លានរៀលមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តកញ្ចេះ 5 លានរៀលសាលាក្រុងកញ្ចេះ 2 លានក្រុមគ្រូពេទ្យប្រចាំអង្គពិធី3 លានរៀលហើយក្រុមតន្ត្រីសម័យថវិកា 10 លានរៀលផងដែរហើយនៅនេះមានសិល្បករសិល្បករនេះមកច្រើនណាស់មានអ្នកនាងមេងកែវពេជ្រចិន្តាលោកស្រីឆោមជវិនបងជវិនបងឯមីងតែហៅមីងប៉ុន្តែក្មេងទេតែហៅបងអ្នកស្រីសួនចន្ទថាបាទអរគុណលោកតាន់តូរ៉ាលោកប៉ិនគ្រឹស្ណាលោកសួនពិសិដ្ឋកញ្ញារស់ខេមរិនកញ្ញារស់ធីតាអ្នកនាងមីងសារ៉ាលោកកណាពេជ្របាទលោកអិនច័ន្ទរតនាបាទលោកអឹមច័ន្ទម៉ាចហើយលោកអ្នកស្រីយូសុកធាបាទអរគុណច្រើនណាស់បានជើញមកចូលរួមមានឆ្លងស្ពាននៅបាទមកដល់ហ្នឹងហើយឆ្លងទៅខ្ញុំជិះទៅមួយឆ្លងអត់កើតហើយតន្ត្រីអង្គសម័យអង្គភាពចាំពេទ្យកម្ម6នាក់តារាចម្រៀង7នាក់ផងដែរបាទសូមអរគុណទាំងអស់គ្នាបានចូលរួមនេះបាទទៅពហិតស100ផងកុំភ្លេចចក្រពីនៅក្នុងស័ក្តិសិទ្ធព្រោះខ្ញុំមានរឿងតែខ្ញុំអត់ប្រាប់រឿងអីទេមិនប្រាប់គេអស់ហើយ